មនុស្សដែលស្លាប់ទៅហើយសាច់រឿងថ្ងៃនេះគឺយើងមានសាច់រឿងបញ្ចូលគ្នា4សាច់រឿងតែម្ដងចឹងហើយចំពោះបងប្អូនណាដែលបានស្ដាប់ហើយក៏អាចស្ដាប់ម្ដងទៀតបានដែរតែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច like និង Subscribe ហើយដាក់សញ្ញារូបកណ្ដឹងដើម្បីជាកម្លាំងចិត្តមកដល់រូបខ្ញុំបាទសាច់រឿងមួយដែលខ្ញុំនឹងយកមកបកស្រាយនៅយប់នេះគឺជាសាច់រឿងមួយដែលកើតឡើងទៅលើគ្រួសាររបស់នុតហើយរឿងរ៉ាវទាំងអស់ហ្នឹងគឺបានកើតឡើងតាំងពី10ឆ្នាំមុនហើយកើតឡើងនៅចន្លោះឆ្នាំ2015ដោយនុតក៏រស់នៅជាមួយនឹងអ៊ំស្រីរបស់គាត់ដោយឡែកម្ដាយឪពុករបស់គាត់ត្រូវចំណាក់ស្រុកទៅរកស៊ីដោយសារតែអ៊ំស្រីរបស់គាត់ជាស្ត្រីមេម៉ាយផងហើយមានកូនទៀតទើបធ្វើឲ្យគាត់នឹងយកសេនុតនឹងមករស់នៅជាមួយបើទោះបីជាគាត់រស់នៅជាមួយនឹងអ៊ំស្រីក៏ដោយក៏អ៊ំស្រីរបស់គាត់ស្រឡាញ់គាត់ដូចជាកូនប្រកាសរបស់គាត់ចឹងដែរប៉ុន្តែទោះបីជានុតមកនៅជាមួយក៏ដោយក៏ផ្ទះនៅតែមានលក្ខណៈរៀងស្ងាត់ដែរដោយសារតែមួយផ្ទះរស់នៅតែ2នាក់រហូតដល់ថ្ងៃមួយគាត់ក៏ទទួលបានដំណឹងអាក្រក់ថាអ៊ំរបស់គាត់មានជំងឺមហារីកដំណាក់កាលចុងក្រោយហើយគាត់អាចរស់នៅបានមិនលើសពី6ទៅ7ខែទៀតទេហើយនៅក្នុងកំឡុងពេលហ្នឹងធ្វើឲ្យអ៊ំរបស់គាត់សោកសៅខ្លាំងមែនទែនព្រោះអីគាត់អត់ចង់ស្លាប់ទេគាត់ចង់បន្តរស់នៅដូចធម្មតាដោយឡែកទាំងជំងឺផ្លូវកាយនិងផ្លូវចិត្តរបស់គាត់ហ្នឹងឯងដែលធ្វើឲ្យគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺទៅយ៉ាងលឿនតែម្ដងបាយក៏នឹកទឹកក៏ស្រែកចឹងហើយដែលធ្វើឲ្យក្រុមគ្រួសាររបស់នុតហ្នឹងបញ្ជូនគាត់ទៅពេទ្យនៅទីក្រុងព្រោះអីបើសិនជានៅតែបន្តបែបហ្នឹងទៀតអ៊ំរបស់គាត់ច្បាស់ជាមិនអាចបន្តរស់នៅរហូតដល់6ទៅ7ខែដែលបានកំណត់ហ្នឹងទេនៅពេលដែលអ៊ំរបស់គាត់មកស្នាក់នៅមន្ទីរពេទ្យហ្នឹងក៏មានសាច់ញាតិមកសួរនាំដែរដូចជាចដូនមួយឬមួយក៏បងប្អូនសាច់ឆ្ងាយសាច់ជិតញាតិផងរបងជិតគ្នាអញ្ចឹងណាហើយបើទោះបីជាយ៉ាងណាក៏ដោយក៏អ៊ំរបស់គាត់តែងតែប្រាប់នុតថាគាត់អត់ទាន់ចង់ស្លាប់ទេចឹងហើយដែលធ្វើឲ្យនុតគាត់ក៏អាណិតអាសូរចំពោះអ៊ំស្រីខ្លាំងមែនទែនដែលបណ្ដាលឲ្យជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅនោះគឺគាត់តែសម្រានក៏លក់ដែរអ្វីគ្រប់យ៉ាងគឺគាត់អត់ធ្វើទាំងអស់អាហ្នឹងដូចជាជំងឺបាក់ទឹកចិត្តមួយអញ្ចឹងណាចំពោះអ្នកជំងឺបើជំងឺផ្លូវកាយយើងគឺអាចព្យាបាលបានប៉ុន្តែជំងឺផ្លូវចិត្តនេះគឺពិបាកព្យាបាលខ្លាំងមែនទែនចឹងហើយដែលធ្វើឲ្យគាត់កាន់តែទ្រុឌទ្រោមខ្លាំងទៅណារហូតដល់ល្ងាចមួយហ្នឹងយើងមើលទៅគាត់ដូចជាមនុស្សធម្មតាអញ្ចឹងដែលធ្វើឲ្យយើងនឹងមានអារម្មណ៍ភ្ញាក់ផ្អើលហើយក៏មិនស្រួលនៅក្នុងខ្លួនផងដែរដោយសារតែរោគសញ្ញាទាំងអស់ហ្នឹងជារឿយៗកើតឡើងនៅពេលដែលមនុស្សឈានទៅដល់ដំណាក់កាលចុងក្រោយរបស់ពួកគាត់រហូតដល់ព្រឹកបន្ទាប់ស្ថានភាពរបស់អ៊ំរបស់គាត់កាន់តែអាក្រក់ខ្លាំងទៅរូបរាងនិងកាយវិការបានប្រែប្រួលខ្លាំងមែនទែនរហូតទាល់តែគាត់ងើបពីលើគ្រែអត់រួចណាពេទ្យគេបានបញ្ជាក់ប្រាប់ថាជំងឺរបស់គាត់កាន់តែទៅមុខហើយគឺយើងព្យាបាលលេងកើតណាហើយពេលនឹងដែរដែលក្រុមគ្រួសាររបស់គាត់បានឡើងមកមើលគាត់ជាលើកចុងក្រោយណាជារឿយៗតែងតែមានគេតបន់ស្រន់នៅជំនាញពេទ្យឬមួយក៏នៅទីអាស្រមនៅក្បែរពេទ្យអីចឹងទៅហើយពេលនឹងដែរដែលនុតគាត់បានទៅអធិដ្ឋាននៅជំនាញអាចថាជំនាញឬមួយក៏អាស្រមនៅក្បែរពេទ្យហ្នឹងណាហើយក្នុងកំឡុងពេលដែលគាត់អធិដ្ឋានហ្នឹងធ្វើឲ្យគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនគឺដូចជាសលេងអ៊ំស្រីរបស់គាត់ហ្នឹងណាស្រែកប្រាប់នុតណាថាគាត់អត់ទាន់ចង់ស្លាប់ទេគាត់ចង់នៅរស់បន្តទៀតគាត់មើលនៅជុំវិញខ្លួនគាត់គឺមានណាគេនៅក្បែរហ្នឹងទាំងអស់គាត់ឮសលេងហ្នឹងទាំងដែលអ៊ំគាត់អត់ទាន់ទាំងស្លាប់ផងហ្នឹងចឹងហើយដែលធ្វើឲ្យគាត់រៀងភ័យខ្លាចខ្លាំងមែនតើហើយគាត់ក៏បានត្រឡប់ទៅវិញទៅបន្ទប់ពេទ្យវិញណាហើយនៅពេលដែលគាត់ត្រឡប់ទៅវិញក្រុមគ្រូពេទ្យក៏បានបញ្ជូនអ៊ំរបស់គាត់ដើម្បីចាក់ចេញពីពេទ្យពួកអីខាងទីពេទ្យក៏គេបានបញ្ជាក់ថាអ៊ំរបស់គាត់ព្យាបាលជាមានតែយកទៅស្រុកកំណើតវិញទៅនៅពេលដែលត្រឡប់ទៅដល់ផ្ទះវិញក្រុមគ្រួសាររបស់គាត់ក៏បាននិមន្តព្រះសង្ឃដើម្បីមកសូត្រមន្តឲ្យអ៊ំស្រីរបស់គាត់ណាប៉ុន្តែនៅទីបំផុតអ៊ំរបស់គាត់ក៏ស្លាប់នៅក្នុងអាយុ65ឆ្នាំដែលធ្វើឲ្យក្រុមគ្រួសារគាត់នឹងពិតជាសោកស្ដាយខ្លាំងមែនទែនក្រោយពីធ្វើបុណ្យនឹងយកសពទៅបូជារួចរាល់ហើយបងប្អូនជីដូនមួយរបស់គាត់ដែលឈ្មោះនីតក៏បានទៅបន្ទប់ទឹកនៅខាងក្រោមផ្ទះអ៊ំស្រីរបស់គាត់ហើយនៅពេលនឹងដែរគឺនីតគាត់អត់ទាន់បានចូលបន្ទប់ទឹកទេប៉ុន្តែនៅបរិវេណខាងក្រោមផ្ទះហ្នឹងគឺងងឹតខ្លាំងមែនទែនបន្ទប់ទឹកហែងដាច់ដライពីផ្ទះពេលហ្នឹងគាត់ក៏ឮសលេងស្អកសលេងនៅក្នុងបន្ទប់ទឹកហ្នឹងក៏បានពលឺឡើងដែលដូចជាសលេងគេបើកក្បាលរ៉ូម៉ាណេចោលអញ្ចឹងណាហើយគាត់ក៏បានដើរទៅក្បែរបន្ទប់ទឹកហ្នឹងហើយគាត់ក៏បានឃើញទស្សនវិជ្ជាមួយដែលធ្វើឲ្យនាងតក់ស្លុតខ្លាំងរហូតដល់ស្រែកផ្អើលពេញផ្ទះតែម្ដងដែលបណ្ដាលឲ្យសាច់ញាតិគាត់ហ្នឹងចុះមកខាងក្រោមហ្នឹងហើយក៏ឃើញនីតហ្នឹងឈរនៅខាងមុខបន្ទប់ទឹកគាត់បើកភ្នែកធំតែម្ដងហើយពេលហ្នឹងដែរគេក៏បាននាំគាត់ទៅអង្គុយនៅក្រោមផ្ទះដើម្បីមានពលឺភ្លើងដើម្បីងាយស្រួលចង់ដឹងថាគាត់កើតអីពេលហ្នឹងគឺនីតគាត់ស្លាងកាំងគាត់អត់អាចនិយាយអីបានណាទោះតែសាច់ញាតិរបស់គាត់ហ្នឹងបានយកប្រេងកាឡានិងប្រេងខ្យល់យកមករឹតរូតឲ្យនីតដើម្បីឲ្យគាត់ដឹងខ្លួនបន្ទាប់ពីដឹងខ្លួនមកវិញគាត់ក៏បានបញ្ជាក់ថាស្ត្រីចំណាស់ម្នាក់បានឈរជួតកំរាបន្ទប់ទឹកហើយពេលហ្នឹងគាត់ក៏ងាកមកសួរមកកាន់គាត់ហ្មងថាគាត់មានរឿងអីមែនពេលហ្នឹងឯងដែលធ្វើឲ្យនីតហ្នឹងគាត់ស្លាងកាំងហើយគ្រប់គ្នាក៏ផ្អើលឆោឡោទៅមើលនៅក្នុងបន្ទប់ទឹកហ្នឹងថាតើនៅក្នុងបន្ទប់ទឹកមានណាគេនៅអត់ឬមួយក៏ជុំវិញហ្នឹងមានមនុស្សអត់ចឹងណាប៉ុន្តែពេលដែលគេទៅមើលគឺមានអ្វីទាំងអស់អញ្ចឹងទៅដែលធ្វើឲ្យអ្នកទាំងអស់គ្នាភ្ញាក់ផ្អើលដែលមានរឿងទាំងអស់ហ្នឹងកើតឡើងទៅលើនីតណាទោះពីរឿងរ៉ាវទាំងអស់ហ្នឹងបានកើតឡើងទៅលើនីតហើយធ្វើឲ្យនុតគាត់ចាប់ផ្ដើមមានអារម្មណ៍ថាអត់សូវល្អណាព្រោះអីតទៅមុខទៀតគាត់ជាអ្នកបន្តរស់នៅផ្ទះអ៊ំស្រីរបស់គាត់ចឹងហើយដែលគាត់ចាប់ផ្ដើមមានអារម្មណ៍ថាមិនសូវស្រួលក្នុងខ្លួនណាប៉ុន្តែគាត់នៅតែបន្តរស់នៅ
នៅដូចធម្មតាអញ្ចឹងឯងបន្ទាប់ពីបុណ្យសពនឹងបានបញ្ចប់សពគ្រប់ទៅទាំងសាច់ញាតិខាងឪពុកទាំងសាច់ញាតិខាងម្ដាយពួកគាត់ក៏ត្រឡប់ទៅស្រុកកំណើតនិងធ្វើការងារដូចធម្មតាអញ្ចឹងទៅហើយចំពោះបុណ្យសព7ថ្ងៃគឺគេអត់ធ្វើទេគឺគេបានធ្វើម្ហូបអាហារដើម្បីយកទៅប្រគេនលោកនៅឯវត្តអញ្ចឹងទៅប៉ុន្តែក្រោយពីប្រគេនចង្ហាន់ហើយគាត់ក៏ត្រឡប់មកដល់ផ្ទះវិញហើយនៅពេលដែលគាត់ត្រឡប់មកពីវត្តវិញគាត់ក៏បានទៅអង្គុយនៅលើរឹងនៅក្រោមផ្ទះតែពេលហ្នឹងឯងគាត់ក៏បានឮសលេងមួយសលេងហ្នឹងដូចជាសលេងមនុស្សដើរនៅជាន់លើអញ្ចឹងណាព្រោះឯងគាត់ដឹងច្បាស់ថានៅផ្ទះហ្នឹងមានតែគាត់ហើយនឹងអ៊ំរបស់គាត់ទេដែលស្នាក់នៅក្រោយពីអ៊ំរបស់គាត់ស្លាប់ទៅគឺអត់មានណាគេនៅទេមានតែគាត់ដំបូងឡើយគាត់មានអារម្មណ៍ថាភ័យខ្លាចហើយបន្ទាប់មកទៀតគាត់ក៏គិតថាគីឡូមានណាគេឡើងមកលើផ្ទះគាត់លួចអីវ៉ាន់អីអញ្ចឹងណាហើយពេលហ្នឹងឯងដែលគាត់ព្យាយាមស្ដាប់សលេងហ្នឹងគាត់ចង់ដឹងថាមនុស្សឬមួយក៏អីវិញបន្ទាប់ពីគាត់ស្ដាប់យូរទៅសំលេងសម្រាប់ជឿហ្នឹងក៏វាបានដើរទៅមាត់ទ្វារហើយពេលហ្នឹងឯងដែលគាត់ដៀងកតុយភ្នែកមើលទៅមាត់ទ្វារហ្នឹងថាតើនៅមាត់ទ្វារហ្នឹងមានណាគេឈរនៅហ្នឹងប៉ុន្តែរំពេចហ្នឹងស្រាប់តែគាត់ឃើញសមោលមួយបោះចំហៀនជើងចុះមកកម្មចដាលហើយគាត់ក៏បានកលេចមើលទៅជើងហ្នឹងដែរជាជើងរបស់ណាគេគឺជើងរបស់មនុស្សចាស់ម្នាក់ហើយជើងហ្នឹងគឺស្លេកដូចកតាតែម្ដងដែលធ្វើឲ្យគាត់មានអារម្មណ៍រៀងភ័យខ្លាចហើយគាត់ក៏បែរមុខចេញមកវិញយ៉ាងលឿនតែម្ដងបន្ទាប់ពីគាត់បានកលេចមកវិញគាត់ក៏បានជូតភ្នែករបស់គាត់នៅពេលហ្នឹងគាត់ក៏បានបែរទៅមើលម្ដងទៀតពេលហ្នឹងជើងនៃគាត់បានកលេចឃើញមុនហ្នឹងវាក៏បានបាត់ទៅវិញដែលធ្វើឲ្យគាត់គិតថាប្រហែលជាអារម្មណ៍រវើរវាយរបស់គាត់ដែរបន្ទាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងបានកាត់ឡើងគាត់ក៏មានអារម្មណ៍អត់សូវស្ងប់ដែរបើទោះបីជាគាត់គិតថាវាជាការសម័យក៏ដោយក៏គាត់នៅតែមានអារម្មណ៍វិលឬមួយក៏រវើរវាយអញ្ចឹងទៅរហូតដល់ថ្ងៃមួយមិត្តភ័ក្តិរបស់គាត់ហ្នឹងបានមកលេងគាត់ប៉ុន្តែមិត្តភ័ក្តិរបស់គាត់ហ្នឹងបានបែកគ្នាយូរហើយអត់សូវបានជួបគ្នាទេថ្ងៃហ្នឹងស្រាប់តែមកលេងគាត់បានយកនំនែកឬមួយក៏អាហារសម្រន់ហ្នឹងយកមកផ្ញើគាត់ដែរតែមិត្តភ័ក្តិគាត់ហ្នឹងឈ្មោះសៃគាត់ជាមិត្តភ័ក្តិការរៀននៅវិទ្យាល័យជាមួយគ្នាណាហើយនៅពេលដែលគាត់បានដើរមកដល់មុខផ្ទះហ្នឹងគាត់ក៏បានជំរាបសួរទៅកាន់មនុស្សម្នាក់នៅកម្មចតាលដែលធ្វើឲ្យនុតហ្នឹងគាត់ចាប់ផ្ដើមមានអារម្មណ៍ភ្ញាក់ផ្អើលណាព្រោះអីផ្ទះគាត់គឺនៅតែគាត់ទេហើយមិត្តភ័ក្តិគាត់ហ្នឹងជំរាបសួរណាគេហើយគាត់ក៏បានកលេចមើលទៅកម្មចតាលហ្នឹងដែរប៉ុន្តែពេលដែលគាត់មើលទៅគឺអត់មានឃើញណាគេនៅកម្មចតាលហ្នឹងទេតែពេលហ្នឹងឯងនុតក៏គាត់បានទៅទាញដៃពីសៃមកចូលក្រុមផ្ទះណាហើយក៏គាត់បានប្រាប់ថាអ៊ំរបស់គាត់បានស្លាប់ទៅយូរហើយតែពេលដែលនុតគាត់ប្រាប់ទៅពិសីហ្នឹងពិសីអត់ជឿទេព្រោះពិសីគាត់ថាគាត់ស្លាប់ណាមុននឹងគាត់ជំរាបសួរមុននេះហ្នឹងទោះបីជានុតគាត់ព្យាយាមប្រាប់ពិសីយ៉ាងណាក៏ដោយក៏ពិសីអត់ជឿដែរទោះតែនុតហ្នឹងគាត់ទាញដៃពិសីហ្នឹងឡើងទៅលើផ្ទះដើម្បីនាំពិសីហ្នឹងទៅមើលបន្ទប់របស់អ៊ំស្រីរបស់គាត់បញ្ជាក់ប្រាប់ថាអ៊ំស្រីរបស់គាត់បានស្លាប់ហើយឲ្យឃើញទាំងកម្រងផ្កាជាមួយនឹងសុំរូបថតដែលគេបានដាក់នៅកន្លែងធាតុរបស់គាត់តែពេលហ្នឹងឯងដែលធ្វើឲ្យពិសីហ្នឹងគាត់ដឹងហើយថាអ៊ំរបស់គាត់ពិតជាស្លាប់មែនពិសីអត់មាននៅបន្តនិយាយអីទៀតទេគឺគាត់បញ្ញាចុះពីលើផ្ទះហ្នឹងយ៉ាងលឿនហ្មងហើយអីវ៉ាន់ដែលគាត់យកមកមុនហ្នឹងគាត់ក៏បានយកទៅវិញដែរគាត់ទុកចោលនៅហ្នឹងហ្មងដែលធ្វើឲ្យនុតកាន់តែមានអារម្មណ៍អត់សូវល្អហើយបើទោះបីជាគាត់ដឹងថានៅក្នុងផ្ទះហ្នឹងតែងតែមានរឿងចម្លែកឬមួយក៏រឿងដែលអាចកំបាំងចំពោះអ្នកដទៃក៏ដោយប៉ុន្តែនុតក៏គាត់នៅតែបន្តរស់នៅក្នុងផ្ទះហ្នឹងដូចធម្មតាដែរទោះជាយ៉ាងណាក៏នៅតែជាអ៊ំស្រីរបស់គាត់ដែរគាត់មិនអាចធ្វើបាបក្មួយស្រីគាត់ទេតោះទៅដល់ថ្ងៃមួយទៀតមិត្តភ័ក្តិរបស់គាត់ទាំងអស់គ្នាបានមូលមតិមួយព្រោះអីតាំងពីអ៊ំស្រីរបស់នុតបានស្លាប់ទៅគាត់រស់នៅតែឯងទេចឹងហើយទើបមិត្តភ័ក្តិទាំងអស់គ្នាចង់មកធ្វើកម្មវិធីខួបកំណើតហ្នឹងនៅផ្ទះនុតដោយសារតែថ្ងៃកម្មវិធីច្បាស់ជាមានការហូបចុកនិងការច្រៀងរាំអីអញ្ចឹងនៅពេលដែលយើងធ្វើកម្មវិធីនៅផ្ទះនុតវាអត់មានផលប៉ះពាល់ឬមួយក៏ការរំខានទៅដល់អ្នកដទៃទេបន្ទាប់ពីមិត្តភ័ក្តិទាំងអស់គ្នាបានប្រមូលផ្ដុំគ្នានៅផ្ទះនុតហើយគាត់ក៏បានធ្វើកម្មវិធីហើយញ៉ាំស្រាញ៉ាំអីនិយាយគ្នាលេងពីនេះពីនោះរឿងរ៉ាវអីផ្សេងអញ្ចឹងទៅហើយក៏មានមិត្តភ័ក្តិរបស់គាត់ម្នាក់គឺធឿនណាគាត់តែងតែសម្លឹងមើលទៅកាន់កម្មចតានឹងរហូតដែលធ្វើឲ្យអ្នកទាំងអស់គ្នាគាត់ចាប់ផ្ដើមមានអារម្មណ៍ថាឆ្ងល់ឬមួយក៏ចម្លែកនៅក្នុងចិត្តប៉ុន្តែពួកគាត់អត់ហ៊ានសួរពួកគាត់នៅស្ងៀមស្ងាត់ទាំងអស់គ្នាអញ្ចឹងទៅរហូតតទៅដល់ម៉ោង8ម៉ោង9យប់ពួកគាត់អត់ទាន់បញ្ចប់កម្មវិធីនឹងទេពួកគាត់នៅតែបន្តញ៉ាំដូចធម្មតាអញ្ចឹងហើយរំពេចនឹងធឿនក៏គាត់បានប្រាប់ទៅក្រុមរបស់គាត់ថាឲ្យបន្ថយសលេងតិចមើលគាត់ដូចជាលឺសលេងអីមួយយ៉ាងពេលហ្នឹងគាត់ក៏កលេចមើលទៅកាន់កម្មចតានឹងទៀតគាត់ថាគាត់ឃើញដូចជាមនុស្សវ័យចំណាស់ម្នាក់អញ្ចឹងគាត់ចុះមកពេលហ្នឹងនុតក៏គាត់ដឹងច្បាស់ហើយថាជាណាគេដោយគាត់មិនចង់ឲ្យអ្នកទាំងអស់គ្នានឹងមានអារម្មណ៍ផិតភ័យណាគាត់ក៏បានកេះធឿនឲ្យមកសប្បាយជុំគ្នាវិញទៅគ្មានណាគេនៅលើទេហើយគាត់ក៏និយាយបង្វែរសាច់រឿងអញ្ចឹងទៅពេលហ្នឹងគាត់ក៏បានឲ្យអ្នករាល់គ្នាបន្ថយសលេងព្រោះអីគាត់ខ្លាចមានការរំខានទៅដល់អ្នកនៅលើអញ្ចឹងណាហើយពេលហ្នឹងដែរអ្នកទាំងអស់គ្នាក៏គាត់មានអារម្មណ៍ថាចម្លែកដែរប៉ុន្តែពួកគាត់ក៏បន្តសួរទៀតដែរគាត់ដឹងតែបន្តការសប្បាយបន្តទៀតទៅហើយបន្ទាប់ពីកម្មវិធីបានបញ្ចប់ប្រហែលជាម៉ោង11យប់មិត្តភ័ក្តិរបស់ពួកគាត់ក៏បានត្រឡប់ទៅកាន់ផ្ទះរៀងៗខ្លួនអញ្ចឹងទៅហើយពេលហ្នឹងដែរនុតក៏គាត់បានឡើងទៅសម្រាប់ដូចធម្មតាដែរហើយយប់ហ្នឹងក៏មានរឿងមួយកើតឡើងមកលើគាត់ប្រហែលជាម៉ោង2ទៀបភ្លឺគាត់ក៏មានអារម្មណ៍ថាឃ្លានទឹកណាគាត់ក៏បានចុះមកចង្ក្រានបែងក្រោមដើម្បីរកទឹកញ៉ាំណានៅពេលហ្នឹងហើយដែលគាត់បានឮសលេងធ្លាក់នៅខាងលើដែលធ្វើឲ្យគាត់ចាប់ភ្លឹកហើយក៏គាត់មានអារម្មណ៍ថារៀងភ័យដែរ
ពួកឯងគាត់នៅផ្ទះតែឯងពេលហ្នឹងតែគាត់បានលឺសំឡេងចម្លែកដែលដូចជាសំឡេងធ្លាក់អ្វីម្យ៉ាងនៅខាងលើអញ្ចឹងណាពួកឯងវាមិនមែនលឺម្ដងជាពីរដងណាហើយនៅពេលហ្នឹងគាត់ក៏បានឡើងទៅមើលហូបការនៅក្នុងបន្ទប់របស់គាត់វាបានធ្លាក់មកលើអានីបបែករៀលពេញហ្នឹងវាមិនមែនមានត្រឹមតែថូបការទេវាមានវត្ថុជាច្រើនដែលបានធ្លាក់មកលើអានីបហ្នឹងហើយអ្វីដែលគួរឲ្យរន្ធត់សម្រាប់គាត់នៅពេលហ្នឹងគឺកង្ហារនៅខាងលើហ្នឹងវាមានចេញផ្សែងរួមជាមួយនឹងផ្កាភ្លើងតែម្ដងហើយនៅពេលហ្នឹងគាត់ក៏បានទៅផលិតឌីសុងទ័រភ្លើងណាហើយក៏បានដកទៅខាងក្រៅដើម្បីផលិតវាបន្ថែមទៀតហើយរឿងរ៉ាវទាំងអស់ហ្នឹងបើសិនជាគាត់អត់បានឃើញទាន់ពេលវេលាទេភ្លើងនឹងអាចរាលដាលឆេះហើយនឹងបង្កជាគ្រោះថ្នាក់ខ្លាំងជាងនឹងក្រោយពីហេតុការណ៍ទាំងអស់ហ្នឹងបានកើតឡើងគាត់ក៏បានអរគុណទៅកាន់អ៊ំរបស់គាត់ដែលតែងតែនៅក្បែរគាត់ហើយបានបង្កើតជាសម្លេងដើម្បីដាស់តឿនទៅកាន់គាត់ឲ្យមានការប្រុងប្រយ័ត្នជាងមុនណាតាំងពីនឹងមកគាត់ថាគាត់អាចបានជួបហេតុការណ៍ឬមួយក៏រឿងចម្លែកអ្វីពាក់ព័ន្ធជាមួយនឹងអ៊ំរបស់គាត់ទៀតទេហើយគាត់ក៏បានតែធ្វើបុណ្យឧទ្ទិសកុសលទៅកាន់អ៊ំរបស់គាត់ឲ្យបានកើតទៅកាន់សុគតិភពណាចំពោះសាច់រឿងទី2គឺជាសាច់រឿងដែលបានកើតឡើងទៅលើបងប្រុសជាអ្នកដឹងជូនខ្ញុំជឿជាក់ថាបងអ្នកដឹងជូនច្បាស់ជាគាត់ធ្លាប់ជួបរឿងមួយនេះហើយអាចមានបទពិសោធន៍ច្រើនជាងនឹងផងដែររឿងមួយនេះគឺជាបទពិសោធន៍ផ្ទាល់របស់បងដេតដែលបានកើតឡើងកាលពី2ឆ្នាំមុនហើយនៅក្នុងអាជីពអ្នកដឹងជូនវាមានពិបាកមានហត់មាននឿយមានក្តៅមានភ្លៀងអីចឹងទៅនៅក្នុងបទពិសោធន៍ដឹក 3-4 ឆ្នាំប៉ុនគាត់ថាទីតាំងណាក៏គាត់ស្គាល់ទីតាំងណាក៏គាត់ធ្លាប់ទៅដែលនិយាយរួមគាត់ប្រឡូកអស់ហើយគ្រប់ទីកន្លែងដែលគាត់ត្រូវទៅណាពួកអីដឹងស្រាប់ហើយការដឹកជញ្ជូនអីវ៉ាន់មិនមែនដឹកតាមកន្លែងឲ្យគេទេគឺយើងត្រូវជ្រៀតជ្រកទៅគ្រប់តំបន់ដែលជាទីតាំងរបស់អតិថិជនចឹងទៅហើយនៅថ្ងៃនេះផងដែរគាត់ក៏បានទៅយកកញ្ចប់អីវ៉ាន់នៅឃ្លាំងពេរស៊ីលណាគាត់ក៏ចាប់ផ្ដើមផ្ញើរបស់របរជាធម្មតាប៉ុន្តែបន្ទាប់មករឿងអ្វីដែលនឹកស្មានមកដល់ចំពោះគាត់ណាក៏ចាប់ផ្ដើមកើតមានឡើងជាធម្មតាគាត់ទុកចិត្តណាស់លើម៉ូតូរបស់គាត់គឺអត់ដែលមានបញ្ហាខូចឬមួយក៏ធ្លាយអីទេប៉ុន្តែចំពោះថ្ងៃហ្នឹងអត់ដឹងជាសយអីសម្រាប់គាត់ទេអត់ដឹងជាមានបញ្ហាអីទើបម៉ូតូនឹងដេកឆេះហ៎ចឹងហើយទើបគាត់យកទៅជាងដើម្បីឲ្យគេត្រួតពិនិត្យឬមួយក៏ឆែកហើយជួសជុលវាបន្ថែមចឹងទៅចឹងហើយគាត់ក៏បានពិនិត្យមើលទៅលើកញ្ចប់អីវ៉ាន់របស់គាត់ដែលគាត់បានដាក់នៅក្នុងធុងដឹកជូនរបស់គាត់ពេលដែលគាត់មើលទៅគាត់ឃើញវាហាក់បីដូចជាសល់ច្រើនប៉ុន្តែដោយឡែកគាត់ខ្លាចអតិថិជនរងចាំយូរអញ្ចឹងទៅគាត់ក៏សម្រេចចិត្តដឹកថ្ងៃហ្នឹងប្រហែលឲ្យគេហ្មងទៅគាត់បានចំណាយពេលរសៀលនិងពេលល្ងាចធ្វើការដឹកជូនរហូតដល់ពាក់កណ្ដាលអាធ្រាត្ររហូតដល់ទីបញ្ចប់នៃកញ្ចប់ចុងក្រោយដែលគាត់ត្រូវដឹកទៅឲ្យអតិថិជនហ្នឹងណាវាជាផ្ទះមួយផ្ទះនៅភូមិចាស់ណាហើយនៅពេលដែលគាត់មើលលេខផ្ទះហ្នឹងគាត់ឃើញថាគោលដៅនៃកញ្ចប់នេះគឺជាផ្ទះថ្មីដែលគាត់មិនធ្លាប់ដឹកពីមុនមកពេលហ្នឹងហើយដែលគាត់មើលម៉ោងទៅគឺប្រហែលជាម៉ោង 9 យប់ហើយភ្លាមហ្នឹងដែរគាត់ក៏បានសម្រេចចិត្តខលទៅកាន់អតិថិជនដែលជាផ្ទះចុងក្រោយហ្នឹងឯងប៉ុន្តែនៅពេលដែលគាត់រងចាំទូរស័ព្ទរបស់គាត់ដែលគាត់ខលទៅកាន់អតិថិជនហ្នឹងគឺអត់មានអ្នកទទួលទេគឺគាត់ខលបាន 4-5 ដងទើបគាត់សម្រេចចិត្តដឹកអីវ៉ាន់ហ្នឹងទៅកាន់ផ្ទះហ្នឹងតែម្ដងទៅព្រោះអីគេបានបញ្ជាក់លេខផ្ទះលេខផ្លូវអីច្បាស់លាស់ហើយនៅលើកញ្ចប់អីវ៉ាន់របស់គេហ្នឹងនៅពេលហ្នឹងដែលគាត់សម្រេចចិត្តដឹកយកទៅផ្ទះហ្នឹងតែម្ដងទៅបន្ទាប់ពីគាត់បានដឹកអីវ៉ាន់ហ្នឹងទៅតាមទីតាំងឬមួយក៏អាចថា location ដែលគេបានដាក់នៅលើកញ្ចប់ហ្នឹងណានៅពេលដែលគាត់ទៅជិតដល់អ្វីដែលធ្វើឲ្យគាត់កាន់តែតានតឹងហ្នឹងគឺពេលដែលគាត់ដឹកអីវ៉ាន់ហ្នឹងយកទៅផ្ទះអតិថិជនហ្នឹងឯងនៅពេលដែលគាត់ដឹកយកចិត្តទៅដល់ណានៅតាមផ្លូវហ្នឹងគឺមានលក្ខណៈស្ងាត់ជ្ងំតែម្ដងហើយមានផ្ទះតារៀបជាជួរគ្នាឡើងទៅសងប៉ុន្តែដូចជាគ្មានសញ្ញាណាដែលបញ្ជាក់ប្រាប់ថាផ្ទះទាំងអស់ហ្នឹងមានមនុស្សនៅហើយជាធម្មតានៅតាមភូមិមានឆ្កែមានអីហីប៉ុន្តែនៅហ្នឹងគឺអត់សោះតែម្ដងគ្មានសំឡេងសំបីឲ្យឆ្កែព្រោះចឹងហើយដែលធ្វើឲ្យគាត់កាន់តែមានអារម្មណ៍ថារៀងស្រាវខ្នងណាប៉ុន្តែគាត់នៅតែបន្តទៅមុខអញ្ចឹងឯងរហូតទាល់តែគាត់បានទៅដល់ទីតាំងនៃផ្ទះដែលគេបានដាក់ឲ្យហ្នឹងគាត់ក៏បានវត្តចតុលនៅខាងមុខផ្ទះហ្នឹងនៅបរិវេណជុំវិញហ្នឹងគឺស្ងាត់តែម្ដងមានខ្យល់បក់មករហៀកអាស្លឹកឈើបក់ព្រិចប្រោកពេញហ្នឹងទៅជាធម្មតានៅតាមផ្លូវច្បាស់ជាមានអ្នកធ្វើដំណើរទៅវិញទៅមកឯងប៉ុន្តែនៅហ្នឹងគឺវាអត់មានហ្មងហើយនៅតាមផ្លូវក៏ងើតសូនឈឹងដែរចឹងហើយដែលធ្វើឲ្យគាត់មានអារម្មណ៍ថាដូចមិនសូវស្រួលណាប៉ុន្តែហេតុតែយើងមកដល់ហើយគាត់ត្រូវខលទៅកាន់អតិថិជនដើម្បីឲ្យគាត់ចេញមកយកអីវ៉ាន់ទៅនៅពេលហ្នឹងដែលគាត់បានខលទៅកាន់អតិថិជនជាលើកទី2ប៉ុន្តែនៅពេលដែលគាត់ខលទៅណាគាត់ឮតែសលេងទូរស័ព្ទនៅក្នុងផ្ទះតែអត់មានអ្នកលើកទទួលចឹងហើយដែលធ្វើឲ្យគាត់កាន់តែឆ្ងល់ទៀតហើយមនុស្សតាណាឬក៏គេសម្រាប់អស់ហើយពេលដែលគាត់ព្យាយាមខលម្ដងហើយម្ដងទៀតគាត់ក៏បានកលេចមើលទៅទ្វារព្រោះអីទ្វារហ្នឹងគឺមានចាក់សោទេគាត់ក៏បានសម្រេចចិត្តថាចូលទៅខាងក្នុងដើម្បីយកអីវ៉ាន់ហ្នឹងទៅឲ្យគេណាព្រោះអីគាត់មកដល់ខាងមុខទេហើយបើសិនជាគាត់ខលទៅគេមិនលើកហើយគាត់ត្រូវត្រឡប់ទៅវិញវាត្រូវខាតជើងគាត់ចឹងហើយគាត់ក៏សម្រេចចិត្តចូលទៅក្នុងដើម្បីហៅម្ចាស់ផ្ទះគេដើម្បីឲ្យមកទទួលអីវ៉ាន់ចឹងទៅអ្វីដែលគាត់គិតបន្ទាប់អាសន្នហ្នឹងគាត់គិតថាខ្លាចមានបញ្ហាទៅលើម្ចាស់ផ្ទះព្រោះអីទ្វារចាក់សោហើយទូរស័ព្ទខលលើកទៀតចឹងអាចមានបញ្ហាគេចូលទៅក្នុងផ្ទះគាត់អាចមានបញ្ហាផ្សេងចឹងទៅនៅពេលដែលគាត់ចាប់ដើមចូលទៅហ្នឹងណាសភាពនៅក្នុងផ្ទះហ្នឹងដូចជាផ្ទះចាស់អញ្ចឹងព្រោះអីមានតលីដីនៅលើតុនៅលើចតាអីអញ្ចឹងណាមិនដឹងជាផ្ទះហ្នឹងគេទុកយូរមកប្រហែលឆ្នាំទេគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍មួយថារៀងចម្លែកដែរហើយគាត់ក៏បានបន្តចូលទៅក្នុងឲ្យកាន់តែជ្រៅទៀតព្រោះអីគាត់ចង់ដឹងថានៅនឹងមានអីកាត់ឡើងណាព្រោះអីផ្ទះមើលទៅសភាពដូចជាមិនសូវប្រក្រតីប្រហែលទេ
នៅពេលដែលគាត់ចូលមកដល់ក្នុងផ្ទះហ្នឹងគាត់ក៏ចាប់ផ្ដើមឮសំឡេងគេដើរនៅខាងលើរីឯទូរស័ព្ទនៅតែបើកភ្លើងចោលនៅធម្មតាអញ្ចឹងទៅគាត់ថារំពេចហ្នឹងណាគាត់ក៏ឮសម្រាប់ជើងចុះមកតាមកម្មចតាហើយពេលហ្នឹងគាត់ចាប់ផ្ដើមស្មឹងស្មាតមើលថាពីណាគេចុះមករំពេចហ្នឹងស្រាប់តែបុរសម្នាក់គាត់បានចុះមកតាមកម្មចតាហ្នឹងមួយមកលក្ខណៈយឺតណាដែលធ្វើឲ្យគាត់ចាប់ផ្ដើមមានអារម្មណ៍ថារៀងសៀវឆ្អឹងខ្នងហើយមកដល់ពាក់កណ្ដាលចតាបុរសហ្នឹងគាត់ក៏បានសន្លឹមមកកាន់បងដេតហើយទឹកមុខនឹងសាច់ឈាមរបស់គាត់ឡើងស្លេកស្លាំងតែម្ដងពេលហ្នឹងដែលបងដេតគាត់រៀងស្រឡាំងកាំងមើលទៅកាន់បុរសម្នាក់ហ្នឹងណាហើយគាត់ក៏សួរមកកាន់បងដេតថាមានអីយកមកឲ្យគាត់មែនហើយពេលហ្នឹងបងដេតគាត់មាត់អីទាំងអស់ពួកអីសលេងតែគាត់សួរមកកាន់បងដេតហ្នឹងលក្ខណៈល្វើយដូចមនុស្សអត់កម្លាំងអញ្ចឹងហើយអារម្មណ៍ពេលហ្នឹងគាត់ដឹងថាគិតទៅដល់ណាណីទេប៉ុន្តែរំពេចហ្នឹងដែលធ្វើឲ្យគាត់កាន់តែសក់ស្លុតណាគាត់ថាបុរសហ្នឹងចាប់តាមងាកកយឺតស្រាប់តែគាត់ងាកមិនតិចស្រាប់តែក្បាលរបស់គាត់ហ្នឹងរបូតធ្លាក់ចុះមកក្រោមគាត់ភ័យខ្លាំងមែនទែនដែលគាត់រត់ចេញពីក្នុងផ្ទះហ្នឹងណាអីវ៉ាន់ដែលគាត់យកចូលទៅប្រមាណគាត់បានយកចេញមកវិញទេគាត់រត់មកឲ្យតែរួចខ្លួនទេហើយគាត់រកកលឹះចាក់ទ្វារចាក់អីដើម្បីចេញមកឲ្យតែបានអញ្ចឹងទៅពេលហ្នឹងគាត់បើកម៉ូតូនឹងចេញមកសលេងល្វើយមិនលឺហៅតាមក្រោយខ្នងគាត់ណាក៏គាត់ងាកដែរគាត់គិតក្នុងចិត្តធ្វើមិនជីឲ្យតែផុតពីហ្នឹងទៅហើយនៅតាមបរិវេណហ្នឹងនៅពេលដែលគាត់ជិះមកហ្នឹងគឺងឹតសូនឈឹងតែម្ដងដែលធ្វើឲ្យយើងគាត់តែព្រឺព្រួយខ្លាំងមែនតើហើយបើសិនជាបងប្អូនយើងនៅក្នុងបរិយាកាសមួយហ្នឹងមានអាកាសបានចេញពីក្នុងផ្ទះហ្នឹងមកអត់ទេព្រោះអីតែពេលយើងភ័យឬក៏ស្លន់អញ្ចឹងណាសំបីតែទ្វារក៏យើងបើកចេញអត់រួចដែរក្រោយពីបងដេតគាត់ចេញពីនងមកហើយមានគេខលមកទូរស័ព្ទរបស់គាត់ក៏បានលើកទៅនិយាយពេលហ្នឹងឯងដែលឮសលេងបរោះម្នាក់សួរមកកាន់គាត់ប៉ុន្តែសលេងហ្នឹងវាមិនមែនដូចជាសលេងមុនដែលគាត់បានឮទេគាត់បានសួរមកកាន់បងដេតថាការបានយកអវ៉ាន់ឲ្យគាត់ចាំនៅផ្ទះយូរហើយពេលហ្នឹងដែលធ្វើឲ្យបងដេតគាត់ភាំងណាគាត់សួរថាផ្ទះមកឯងផ្ទះលេខម៉ានហើយផ្ទះនៅណាពេលហ្នឹងគេក៏បានបញ្ជាក់លេខផ្លូវនិងលេខផ្ទះសារជាថ្មីពេលហ្នឹងគាត់ក៏បានជិះទៅកាន់ផ្ទះអតិថិជនដែរខលមកគាត់មុនហ្នឹងទៀតនៅពេលដែលគាត់ទៅដល់ផ្ទះអតិថិជនហ្នឹងគឺគាត់បានយកអវ៉ាន់ទៅទេពេលហ្នឹងដែលគាត់ទៅដើម្បីសុំទោសគេពួកអីអវ៉ាន់ដែលគាត់យកមកឲ្យគេហ្នឹងគាត់បានយកចេញមកវិញទេគាត់ភ្លេចនៅផ្ទះមួយទៀតដែលគាត់ទៅចូលទៅច្រឡំមុនហ្នឹងណាពេលហ្នឹងក៏ម្ចាស់ផ្ទះគេសួរបញ្ជាក់ថាផ្លូវណាលេខណាអញ្ចឹងដើម្បីចង់ដឹងថាបងដេតហ្នឹងគាត់និយាយការពិតឬមួយក៏គាត់និយាយកុហកប៉ុន្តែពេលហ្នឹងក្រោយពីម្ចាស់ផ្ទះគាត់បានស្ដាប់ឮហើយគាត់ក៏ដឹងដែរថាផ្ទះដែលគាត់ចូលមុនហ្នឹងណាជាផ្ទះមួយដែលគេទុកចោលមែនហើយផ្ទះហ្នឹងកាលពីប្រហែលឆ្នាំមុនក៏មានឃាតកម្មនៅផ្ទះហ្នឹងផងដែរដោយខឹងគ្នារវាងមិត្តភ័ក្តិហ្នឹងមិត្តភ័ក្តិក៏បានសម្លាប់បុរសម្នាក់ហ្នឹងគាត់ដេកដួលស្លាប់នៅក្បែរកម្មចរាហ្នឹងរហូតទាល់តែសាកសពហ្នឹងឲ្យលួយហើយស្អុយទៅក្បាលរបស់សាកសពហ្នឹងរមៀលធ្លាក់មកខាងក្រោមដែលពេលហ្នឹងដែលមានភៀក្លិនស្អុយទៅកាន់ផ្ទះអ្នកជិតខាងដែលពេលហ្នឹងទើបអ្នកជិតខាងគេដឹងថាផ្ទះហ្នឹងមានឃាតកម្មដែលមានមិត្តភ័ក្តិស្លាប់មិត្តភ័ក្តិអញ្ចឹងណាហើយតាំងពីពេលហ្នឹងឯងដែលអ្នកជិតខាងគេបានបញ្ជាក់ថារាល់ពេលយប់ឡើងតែងតែមានសលេងបន្លឺឡើងហៅឬមួយក៏ស្រែកឲ្យគេជួយរាល់យប់អញ្ចឹងទៅដែលធ្វើឲ្យអ្នកជុំវិញហ្នឹងគាត់មានអារម្មណ៍ថាភ័យខ្លាចដែរទើបគេរើចេញបដារហូតដល់តំបន់ហ្នឹងខ្លាចជាតំបន់មួយដែលគេទុកចោលគ្មានអ្នករស់នៅអញ្ចឹងទៅក្រោយពីបងដេតបានដឹងរឿងហេតុទាំងអស់ហ្នឹងឯងដែលធ្វើឲ្យគាត់តក់ស្លុតម្ដងទៀតពួកអីគាត់មិននឹកស្មានថាគាត់បានជួបរឿងហេតុការណ៍ទាំងអស់ហ្នឹងណាហើយរឿងអីវ៉ាន់ដែលបានបាត់បង់ហ្នឹងក៏ម្ចាស់ផ្ទះគេក៏មិនយកទោសទៅអីដែរពួកអីគាត់សិតតែជាជនរងគ្រោះទាំងអស់គ្នាហើយតាំងពីនោះមកដែលបងដេតគាត់បញ្ជាក់ថាមានតែរឿងនឹងមួយដែលគាត់បានឆ្លងកាត់ហើយជារឿងមួយដែលតក់ស្លុតសម្រាប់គាត់មែនតែនពួកអីនៅក្នុងឆាកជីវិតរបស់គាត់មិនដែលជួបរឿងបែបហ្នឹងណាហើយរឿងទាំងអស់ហ្នឹងឯងដែលជាបទពិសោធន៍មួយដែលគាត់ចែករំលែកទៅកាន់បងប្អូនយើងទាំងអស់គ្នាដើម្បីបង្ការឬមួយក៏ការពារហេតុការណ៍ដែលកើតឡើងទាំងអស់ហ្នឹងហើយរឿងហេតុទាំងអស់ហ្នឹងគ្រាន់តែជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់បងប្រុសម្នាក់ទេចឹងហើយខ្ញុំមិនសនំពរឲ្យបងប្អូនទាំងអស់គ្នាជឿទាំងស្រុងទេទៅលើរឿងរ៉ាវទាំងអស់នេះសូមបងប្អូនស្ដាប់ដោយការត្រេះរិះពិចារណាខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាសាកសម័យមើលទៅកាលពី10ឆ្នាំមុនណាពេលនោះដែរគឺអត់ទាន់ទំនើបទេសូម្បីតែការដឹងជូនហ្នឹងគឺអត់ទាន់មានក្រុមហ៊ុនដឹងជូនឬមួយក៏ការ booking ដូចសម័យឥឡូវនៅពេលនោះដែរគឺបងឆើតគាត់ត្រូវការដឹកភ្ញៀវគឺគាត់ជិះទៅតាមចាប់ម៉ួយឬមួយក៏តាមផ្ទះតាមភូមិអីចឹងទៅដើម្បីទទួលបានម៉ួយដឹកពីខេត្តទៅទីក្រុងពីទីក្រុងមកទីរួមខេត្តហើយនៅពេលនោះដែរគឺបងឆើតគាត់ដឹកភ្ញៀវតែពេលថ្ងៃឯងប៉ុន្តែបន្ទាប់ពីមួយរយៈក្រោយមកគ្រួសាររបស់គាត់ក៏ចាប់ផ្ដើមធ្លាក់ចំណូលហើយនៅក្នុងកំឡុងពេលនោះដែរគាត់ក៏ចាប់ផ្ដើមបដូរទៅដឹកពេលយប់បន្ថែមទៀតដើម្បីបានចំណូលគប់ផ្សំណាដើម្បីឲ្យគ្រួសាររបស់គាត់កាន់តែមានប្រាក់ចំណូលបន្ថែមហើយនៅថ្ងៃមួយនឹងដែរបងឆើតក៏គាត់ចាប់ផ្ដើមបានចេញឡានទៅដឹកភ្ញៀវដូចសពមួយដងអញ្ចឹងណាពេលហ្នឹងគឺគាត់ចេញនៅម៉ោង7អញ្ចឹងនៅក្នុងកំឡុងពេលដែលគាត់ចេញហ្នឹងគាត់ក៏ចាប់ម៉ួយតាមផ្លូវឬមួយក៏តាមផ្ទះមួយអញ្ចឹងទៅចាប់តាំងពីពេលដែលគាត់ចេញពីផ្ទះម៉ោង7ល្ងាចរហូតដល់ម៉ោង11យប់ហ្នឹងហើយគាត់ទទួលបានភ្ញៀវតែម្នាក់ឯងនៅពេលហ្នឹងហើយដែលគាត់ចាប់ផ្ដើមមានអារម្មណ៍ថាអស់កម្លាំងពេលហ្នឹងបងឆើតក៏បានបើកឡានចូលទៅកន្លែងប្រេងឥន្ធនៈមួយកន្លែងដើម្បីគាត់ឈប់សម្រាកណាពួកអីគាត់មានអារម្មណ៍ថាអស់កម្លាំងហើយមកមិនដល់បីបានភ្ញៀវតែម្នាក់អស់អញ្ចឹងគាត់
ក៏បានញ៉ាំកាហ្វេហើយនឹងញ៉ាំភេសជ្ជៈអីខ្លះៗដើម្បីឲ្យគាត់មានអារម្មណ៍ថាស្រស់ស្រាយជាងមុនគាត់ក៏ចាប់ផ្ដើមបើកឡានចេញពីប្រេងឥន្ធនៈហ្នឹងព្រោះអីគាត់គិតថាគាត់អាចបន្តដំណើរទៅមុខទៀតណាពេលដែលគាត់បើកឡានហ្នឹងប្រហែលជាបាន2គីឡូដីគាត់ក៏បានទៅដល់កន្លែងចំណតបេនឡានគេហៅថាបេនឡានហ្នឹងឯងគាត់ក៏បានឃើញនារីម្នាក់ដែលវ័យកដាលដែរណានៅពេលដែលគាត់ក៏លេចឃើញនារីម្នាក់ហ្នឹងគាត់ក៏បានបើកឡានសម្ដៅទៅកាន់នារីហ្នឹងហើយនៅពេលដែលនារីម្នាក់ហ្នឹងគាត់បានឡើងមកដល់លើឡានហ្នឹងហើយគាត់អត់មានមាត់អីទាំងអស់ហើយនៅពេលដែលបងឈើតគាត់ចាប់ផ្ដើមសួរទៅកាន់នារីម្នាក់ហ្នឹងណាពួកអីគាត់ចង់ដឹងថាតើគាត់ចង់ធ្វើដំណើរទៅខាងណាដែរដើម្បីឲ្យងាយស្រួលគាត់ដឹកទៅពេលហ្នឹងឯងដែលនារីម្នាក់ហ្នឹងគាត់ប្រាប់កាន់បងឈើតណាប៉ុន្តែចម្លើយដែលបងឈើតគាត់ទទួលបានធ្វើឲ្យគាត់ស្រឡាំងកាំងទីតាំងដែលគាត់ប្រាប់មកកាន់បងឈើតហ្នឹងបងឈើតក៏បានដឹងស្រាប់ហើយថាតំបន់ដែលគាត់កំពុងតែប្រាប់ហ្នឹងនេះដែលគាត់ទទួលបានមកពីបងដែលរត់តាក់ស៊ីដូចគ្នាគាត់ប្រាប់ថានៅភូមិហ្នឹងគឺជាភូមិដែលមានផ្ទះមួយហើយដាច់ស្រយាលពីគ្នាខ្លាំងមែនទែនហើយនៅក្នុងភូមិហ្នឹងដែរគឺមានលក្ខណៈស្ងាត់ជ្ងំហ្មងហើយនៅទីតាំងហ្នឹងក៏ជាទីតាំងមួយដែលអសុវត្ថិភាពសម្រាប់អ្នករត់ឡានតាក់ស៊ីដូចគាត់អញ្ចឹងណាពួកអីនៅហ្នឹងក៏ធ្លាប់មានគេបោកបញ្ឆោតមនុស្សដើម្បីយកទៅសម្លាប់ឬមួយក៏ប្លន់រថយន្តអីអញ្ចឹងទៅអញ្ចឹងហើយធ្វើឲ្យបងឈើតគាត់គិតមកសបកគាត់គួរតែដឹកម្នាក់ហ្នឹងទៅអត់ប៉ុន្តែបន្ទាប់ពីគាត់គិតមកសបកហើយគាត់ក៏បានកលេចមើលទៅកាន់នារីម្នាក់ហ្នឹងទាំងការស្លៀកពាក់ទាំងការរៀបចំខ្លួនរបស់គាត់វាដូចជាគ្មានអ្វីដែលធ្វើឲ្យគាត់ព្រួយបារម្ភចំពោះនារីហ្នឹងណាពួកអីគាត់គ្រាន់តែនារីទុនខ្សោយម្នាក់ទេបើសិនជាគាត់មិនជូនទៅតើមានណាគេជូននារីហ្នឹងទៅប៉ុន្តែនៅពេលដែលចុងក្រោយបំផុតគាត់ក៏បានសម្រេចចិត្តដេញនារីម្នាក់ហ្នឹងចុះចេញពីលើឡានរបស់គាត់ពួកអីគាត់គិតថាបើសិនជានារីហ្នឹងមិនគួរឲ្យខ្លាចប៉ុន្តែគាត់អាចនឹងទៅដល់ទីតាំងហ្នឹងវាមានអ្វីដែលគួរឲ្យខ្លាចសម្រាប់គាត់ពេលហ្នឹងឯងដែលគាត់សម្រេចចិត្តថាមិនដឹកនារីហ្នឹងទៅទេនៅពេលដែលគាត់ចាប់តាមបាក់ឡានយូរទៅក៏បានចុះពីផ្លូវធំចូលមកផ្លូវបត់ទូចដើម្បីចូលទៅផ្ទះអតិថិជនរបស់គាត់ហ្នឹងណាអំពូលភ្លើងដែលអមនៅសងខាងភ្លើងចាប់តាមដាច់បដាហើយពួកអីយើងចុះទៅតាមផ្លូវភូមិវាអត់មានអំពូលភ្លើងបំភ្លឺតាមផ្លូវទៀតទេហើយគាត់ជួនពេលហ្នឹងសំបីតែពលឺប្រច័ណ្ឌក៏មានដែរធ្វើនៅតាមផ្លូវហ្នឹងមានលក្ខណៈងងឹតសូនឈឹងតែម្ដងមានតែអំពូលភ្លើងឡានដែលបានបំភ្លឺទៅតាមផ្លូវហ្នឹងឯងដែលធ្វើឲ្យគាត់ហ្នឹងអាចបើកបន្តទៅមុខទៀតបាននៅពេលដែលបើកយូរទៅវាហាក់បីដូចជាត្រជាក់សម្រាប់គាត់ណាពួកអីគាត់ប្រឡូកនៅក្នុងអាជីពហ្នឹងជាង10ឆ្នាំហើយតែមានអារម្មណ៍ថាចម្លែកដូចពេលហ្នឹងឯងអារម្មណ៍ចេះតែចម្លែកខួរក្បាលចេះតែគិតរវើរវាយតែឯងណាពួកឯងនៅតាមផ្លូវហាក់បីដូចជាស្ងប់ស្ងាត់ខ្លាំងមែនទែនពេលនឹងដែរគាត់ក៏បានកលែកឃើញអំពូលភ្លើងដែលបំភ្លឺតាមផ្លូវណាផុសឡើងម្ដងតិចធ្វើអារម្មណ៍របស់គាត់ចាប់ផ្ដើមធូរស្រាលជាងមុនហើយអ្នកដែលជិះនៅខាងក្រោយរបស់គាត់ក៏គាត់បានដឹងខ្លួនឡើងហើយគាត់ក៏គិតថាប្រហែលជាគាត់បានបើកមុនហ្នឹងដែលជាផ្លូវកាត់ហើយបានជាមានលក្ខណៈស្ងាត់បែបហ្នឹងហើយគាត់ក៏បានជូនភ្ញៀវហ្នឹងទៅដល់ខាងមុខផ្ទះតែម្ដងហើយបន្ទាប់ពីចុះហើយគាត់ក៏បានគិតលួយដូចធម្មតាអញ្ចឹងឯងកំពេចហ្នឹងអ្វីដែលចម្លែកសម្រាប់គាត់ភ្ញៀវដែលចុះទៅហ្នឹងគាត់ប្រាប់ថាពេលដែលបងឯងត្រឡប់ទៅវិញបើមានណាគេហៅឈប់បងឯងកុំឈប់បងឯងគិតតែបើកទៅមុខទៀតទៅពេលហ្នឹងក៏គាត់មានអារម្មណ៍ថាចម្លែកសម្រាប់គាត់ហើយពួកឯងតែមានភ្ញៀវណាប្រាប់គាត់បែបហ្នឹងឯងពេលហ្នឹងគាត់ក៏បើកឡានចេញទៅធម្មតាហ្នឹងឯងបន្ទាប់ពីគាត់បើកឡានចេញពីផ្ទះភ្ញៀវហ្នឹងបានប្រហែល1គីឡូដីហើយគាត់ក៏កលែកឃើញនារីដ៏ស្រស់ស្អាតម្នាក់បកដៃហៅឡានផងគាត់ហើយនារីដែលកំពុងតែបកដៃហៅឡានគាត់ហ្នឹងគាត់មានរាងសហើយគាត់ក៏គិតក្នុងចិត្តថាមួយថ្ងៃហ្នឹងគាត់ដឹកភ្ញៀវបានតែម្នាក់ឯងបើបាននារីម្នាក់ហ្នឹងទៀតជិះជាមួយគាត់បានទាំងអ្នកជជែកលេងហើយបានទាំងភ្ញៀវម្នាក់ទៀតបន្ថែមទៀតផងចឹងហើយគាត់ក៏បានអែបឡានទៅចិត្តនារីម្នាក់ហ្នឹងរំពេចហ្នឹងគាត់ក៏បានគិតទៅដល់ភ្ញៀវមុនហ្នឹងដែលបានប្រាប់គាត់ប្រាប់ថាបើសិនជាបងបានមកដល់ផ្លូវកែងហ្នឹងណាកុំឈប់ទោះមានរឿងអីក៏ដោយបើឯងគិតតែបើកទៅមុខទៅពួកអីអាចនឹងមានរឿងអ្វីចម្លែកមកកាន់បងនៅពេលដែលគាត់នឹកឃើញនៅសម្ដីដែលភ្ញៀវរបស់គាត់បានប្រាប់មុនហ្នឹងណាអារម្មណ៍ភ័យខ្លាចរបស់គាត់ក៏ចាប់ផ្ដើមកើតមានម្ដងទៀតពួកអីវាអត់ដែលមាននារីណាមកឈរចាំឡានណាទាំងយប់អញ្ចឹងពេលហ្នឹងឯងដែលហ្គាឡានរបស់គាត់ជន់អត់ដឹងលឿនទេរឿងដែលកាន់តែចម្លែកមកលើគាត់ហ្នឹងពូភ្លើងដែលបំភ្លឺតាមផ្លូវហ្នឹងវាក៏បានដាច់ព្រមគ្នាពេលហ្នឹងឯងដែលធ្វើអារម្មណ៍របស់គាត់កាន់តែតក់ស្លុតជាងមុនណាហើយគាត់ក៏បានកលេចមើលទៅតាមទ្វារកញ្ចក់ឡានគាត់កលេចមើលទៅកាន់នារីដែលឈរហៅគាត់មុនហ្នឹងប៉ុន្តែគាត់បានឃើញនារីហ្នឹងឈរនៅកន្លែងហ្នឹងទៀតទេប៉ុន្តែរំពេចហ្នឹងក៏ស្រាប់តែឮសំឡេងស្រែកឡើងសម្រែកយ៉ាងគួរឲ្យភ័យខ្លាចតែម្ដងធ្វើឲ្យគាត់កាន់តែតក់ស្លុតជាងមុនណាឡានរបស់គាត់ក៏ចាប់ដើមវេដូចជាឡានបែកកង់អញ្ចឹងណាគាត់ក៏ចង់ដឹងថាឡានរបស់គាត់មានរឿងអីកើតឡើងគាត់ក៏បានកលេចមើលទៅក្រោយម្ដងទៀតពេលហ្នឹងគាត់ក៏បានកលេចមើលឃើញនារីម្នាក់ដែលហៅគាត់មុនហ្នឹងណាតោងនៅកតុយឡានផងគាត់ពេលហ្នឹងគាត់ថាព្រឺអស់ហើយសក់ក្បាំងគាត់នៅបន្តលឺសំឡេងស្រែកហ្នឹងនៅជុំវិញពេញតិចផងគាត់តែម្ដងគាត់ថានៅពេលហ្នឹងគាត់ព្រៀបដូចជាមនុស្សឈួតចឹងគាត់គិតអីអត់ចេញទេគាត់ដឹងគុណម៉ែគុណពុកដើម្បីឲ្យជួយថែរក្សាគាត់ណាគាត់ហ៊ានសម្បីតែងាកមើលឆ្វេងមើលស្ដាំប៉ុន្តែគាត់តាំងអារម្មណ៍របស់គាត់ធ្វើយ៉ាងណាដើម្បីឲ្យតែទៅដល់ផ្ទះទៅគឺចប់ហើយពេលហ្នឹងគាត់គិតតែជន់ឡាន
កាន់ជន់ហ្គារបស់គាត់ឲ្យតែទៅមុខទេបន្ទាប់ពីគាត់បានបើកឡានមកដល់ផ្លូវធំហើយហ្នឹងអារម្មណ៍របស់គាត់ក៏នៅតែមិនស្ងប់អញ្ចឹងដែរប៉ុន្តែយ៉ាងហោចណាស់ក៏គាត់មានអារម្មណ៍ធូរស្រាលជាងពេលមុនហ្នឹងដែរទោះបីជាសលេងហ្នឹងអត់មានលឺក៏ដោយប៉ុន្តែគាត់ដឹងតែបើកធ្វើមិនសម្ដៅឲ្យទៅដល់ផ្ទះសិនរហូតទាល់តែស្អែកឡើងព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីយប់មិញហ្នឹងណាធ្វើឲ្យគាត់ដិតដាមនៅក្នុងចិត្តគាត់ចាប់ផ្ដើមធ្លាក់ខ្លួនឈឺណាសូម្បីតែគ្រួសាររបស់គាត់ក៏ដឹងថាគាត់កើតអីដែររហូតទាល់តែគាត់នាំប្តីគាត់ទៅពេទ្យប៉ុន្តែពេទ្យបញ្ជាក់ប្រាប់គាត់ថាប្តីគាត់មានឈឺអីទេគ្រាន់តែក្តៅខ្លួនប៉ុណ្្នឹងឯងរហូតទាល់តែគាត់នាំប្តីរបស់គាត់ទៅស្រោចទឹកពេលហ្នឹងឯងដែលបង្ឆាតចាប់ផ្ដើមមានលក្ខណៈថាធូរស្បើយជាងមុនណាគាត់បានប្រាប់រឿងគ្រប់យ៉ាងដែលបានកើតឡើងទៅលើគាត់កាលពីថ្ងៃហ្នឹងទៅកាន់ប្រពន្ធរបស់គាត់ដែលធ្វើឲ្យប្រពន្ធគាត់ភ្ញាក់ផ្អើលមែនទែននៅពេលដែលគាត់ធូរស្បើយបានមួយសប្តាហ៍ក្រោយទើបគាត់ទៅកន្លែងដែលកើតហេតុនឹងម្ដងទៀតចង់ដឹងថានៅនឹងមានរឿងអីកើតឡើងនៅពេលហ្នឹងឯងដែលគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនកន្លែងផ្លូវកែងដែលគាត់បានឃើញរឿងហេតុការណ៍ទាំងអស់ហ្នឹងណាកន្លែងហ្នឹងជាកន្លែងផ្ទះចាស់មួយដែលទ្រុឌទ្រោមខ្លាំងមែនទែនអត់មានផ្ទះណាគេនៅជុំវិញហ្នឹងឯងគាត់ក៏លេចមើលទៅកន្លែងនារីម្នាក់ហ្នឹងឈរប៉ុន្តែគាត់អត់មានឃើញអីទាំងអស់គាត់ឃើញតែផ្កាដែលសពូនគ្រីមស្វិតគេដាក់សុំរូបថតពេលដែលមនុស្សយើងស្លាប់ហ៎ចឹងហើយគាត់ក៏បញ្ញាត់បញ្ញាចេញពីទីតាំងហ្នឹងតែម្ដងទៅបន្ទាប់ពីហេតុការណ៍ទាំងអស់ហ្នឹងបានកើតឡើងទៅលើគាត់ធ្វើឲ្យគាត់ដិតដាមខ្លាំងមែនទែនចាប់ពីថ្ងៃហ្នឹងមកគាត់ក៏ឈប់បើកឡាននៅពេលយប់ទៀតដែរគាត់បើកតែពេលថ្ងៃទេព្រោះអីគាត់បានបញ្ជាក់ប្រាប់ថាអាព្រឹត្តិការណ៍ទាំងអស់ហ្នឹងឯងដែលធ្វើឲ្យគាត់ដិតដាមនៅក្នុងចិត្តហើយហេតុការណ៍ទាំងអស់ហ្នឹងបានធ្វើឲ្យគាត់ខាត់បងច្រើនខ្លាំងមែនទែនទាំងពេលវេលាទាំងលុយកាក់នៅពេលដែលគាត់ធ្លាក់ខ្លួនឈឺណាចំពោះរឿងរ៉ាវដែលបានកើតឡើងទាំងអស់នេះខ្ញុំសនំពោមិនឲ្យបងប្អូនទាំងអស់គ្នាជឿទាំងស្រុងទេព្រោះអីវាគ្រាន់តែជាបទពិសោធន៍មួយផ្នែកតូចដែលបានចែករំលែកពីកាន់បងប្រុសម្នាក់ចឹងហើយបងប្អូនទាំងអស់គ្នាអាចតែសិក្សាឬមួយក៏ស្រាវជ្រាវដោយខ្លួនឯងបានរឿងមួយនេះផងដែរគឺជាសាច់រឿងមួយដែលកើតឡើងនៅប្រទេសថៃដែលផ្ដើមឡើងជាមួយនឹងយុវជនម្នាក់ដែលគាត់ទើបតែបញ្ចប់ពីការសិក្សាចឹងខ្ញុំសូមហៅគាត់ថាភ័ក្រហើយដើម្បីងាយស្រួលព្រោះអីយើងដាក់ឈ្មោះខ្មែរទៅងាយស្រួលក្នុងការនិយាយឬមួយក៏ហៅដោយសារតែម្ដាយឪពុករបស់គាត់មានសាច់ញាតិបងប្អូននៅទីក្រុងចឹងហើយគាត់ក៏បញ្ជូនកូនរបស់គាត់ឲ្យទៅរៀននៅទីក្រុងដោយស្នាក់នៅជាមួយនឹងឪពុកមាម្ដាយមីងដែលនៅជាយក្រុងនឹងផងដែរព្រោះអីដើម្បីអាចជួយកាត់បន្ថយថ្លៃចាយវាយប្រចាំថ្ងៃហើយនឹងជាពិសេសនោះគឺថ្លៃបន្ទប់ផ្ទះជួលនឹងឯងដែលជាការចំណាយមួយដ៏ធំខ្លាំងមែនទែនចំពោះនិស្សិតដែលគាត់ត្រូវមករៀននៅឯទីក្រុងហ្នឹងហើយចំពោះផ្ទះរបស់គាត់គឺមិនមែននៅទីក្រុងផ្ទាល់ទេគឺនៅឯជាយក្រុងទេហើយនៅក្នុងបរិវេណផ្ទះរបស់ម្ដាយមីងគាត់គឺមានលក្ខណៈធំទូលាយមែនទែនហើយនៅឯខាងក្រោយផ្ទះក៏មានដើមឈើធំផងដែរកំឡុងពេលដែលគាត់បានមករស់នៅជាមួយនឹងម្ដាយមីងនិងឪពុកមាហ្នឹងគឺមានភាពកក់ក្ដៅខ្លាំងមែនទែនពួកអីម្ដាយមីងគាត់ក៏ស្រឡាញ់គាត់ដូចជាម្ដាយគាត់ផងដែរយើងដឹងស្រាប់ហើយថាយើងជានិស្សិតយើងមិនអាចគ្រាន់តែរៀនតែមុនមុខទេអញ្ចឹងហើយយើងត្រូវតែរកការងារធ្វើបន្ថែមដើម្បីទទួលបានប្រាក់យកមកផ្គត់ផ្គង់ការរៀនសូត្រហ្នឹងអញ្ចឹងហើយភ័ក្រក៏គាត់សម្រេចចិត្តទៅរកការងារធ្វើហើយកំឡុងពេលហ្នឹងក៏គាត់បានរកការងារធ្វើបានដូចអ្វីដែលគាត់ចង់បានផងដែរតែទាស់ត្រង់ថាគាត់ធ្វើការងារចេញមកវិញរៀងយប់បន្តិចអញ្ចឹងហើយដែលគាត់គិតថាការត្រឡប់មកពីធ្វើការប៉ុនគាត់នៅពេលយប់ហ្នឹងគឺអាចប៉ះពាល់ឬមួយក៏ការរំខានទៅដល់អ្នកផ្ទះអញ្ចឹងទៅអញ្ចឹងហើយក៏គាត់សម្រេចចិត្តរកវិធីបែបណាដើម្បីកុំឲ្យមានការរំខានទៅដល់អ្នកផ្ទះរបស់គាត់ថ្ងៃមួយហ្នឹងគឺជាថ្ងៃឈប់សម្រាកពីការងារហើយនឹងការរៀនសូត្រផងដែរគឺថ្ងៃអាទិត្យហ្នឹងឯងអញ្ចឹងហើយគាត់ក៏បានដើរទៅខាងក្រៅផ្ទះរបស់គាត់ដើម្បីមើលថានៅជុំវិញនឹងមានអីគេខ្លះមានអ្វីដែលអាចឲ្យគាត់ធ្វើបានហើយថ្ងៃហ្នឹងផងដែរគឺគាត់ពិតជាសប្បាយចិត្តខ្លាំងមែនទែនពួកអីពេលហ្នឹងគាត់ទៅខាងក្រោយហ្នឹងគាត់បានរកឃើញផ្ទៀមតូចមួយដែលគេហៅថាឃ្លាំងនឹងឯងសម្រាប់ទុកអីវ៉ាន់នៅខាងក្រៅផ្ទះរបស់ម្ដាយមីងរបស់គាត់ពេលដែលគាត់បានចូលទៅមើលនៅក្នុងឃ្លាំងហ្នឹងគឺគាត់កាន់តែ surprise ខ្លាំងមែនទែនពួកអីនៅក្នុងឃ្លាំងហ្នឹងវាហាក់បីដូចជាធ្លាប់មានមនុស្សរស់នៅអញ្ចឹងណាមានទាំងបន្ទប់ទឹកនៅខាងក្នុងហ្នឹងផងដែរអញ្ចឹងហើយទើបគាត់សម្រេចចិត្តថាគាត់រស់នៅក្នុងឃ្លាំងហ្នឹងហ្មងទៅគាត់នឹងរៀបចំឲ្យស្អាតហើយនៅពេលដែលគាត់ទៅសុំមីងរបស់គាត់និងពូរបស់គាត់គឺពួកគាត់អត់មានបដិសេធអីទេពួកអីគាត់គិតថាភ័ក្រគាត់ធំហើយអញ្ចឹងគាត់អាចថែរក្សាខ្លួនឯងបានអញ្ចឹងទើបគាត់អនុញ្ញាតឲ្យភ័ក្រហ្នឹងទៅរស់នៅខាងក្រោយហ្នឹងទៅហើយនៅពេលដែលភ័ក្របានរើមករស់នៅខាងក្រោយនេះគឺគាត់សប្បាយចិត្តខ្លាំងមែនទែនគាត់គិតថាគាត់មករស់នៅដាច់ដោយឡែកតែឯងអញ្ចឹងវាមានឯកជនភាពរបស់គាត់ហើយនៅជុំវិញបរិវេណហ្នឹងគឺមានលក្ខណៈត្រជាក់ខ្លាំងមែនទែនដោយសារមានដើមឈើធំគ្របពីលើប៉ុន្តែនៅថ្ងៃមួយហ្នឹងគឺគាត់ចេញមកអង្គុយអានសៀវភៅនៅខាងមុខផ្ទះរបស់គាត់ហ្នឹងណាគាត់ក៏បានឃើញឆ្មាខ្មៅមួយហ្នឹងវាទើនៅលើលបងអញ្ចឹងនៅត្រង់នេះខ្ញុំសូមបញ្ជាក់បន្តិចផ្ទះម្ដាយមីងរបស់គាត់ហ្នឹងណាមានឃ្លាំងនៅខាងក្រោយហ្នឹងហើយបន្ទាប់ពីឃ្លាំងហ្នឹងគឺមានរបងមួយព័ទ្ធជុំវិញផ្ទះរបស់ម្ដាយមីងគាត់ប៉ុន្តែរំលងពីរបងនឹងទៅខាងក្រោយនឹងទៀតគឺមានផ្ទះធំមួយផ្ទះចាស់ណាអាចថាផ្ទះបុរាណហើយដែលគេទុកនៅហ្នឹងបើតាមម្ដាយមីងរបស់គាត់បញ្ជាក់
គឺផ្ទះហ្នឹងពី2ឆ្នាំមុនគឺមានគេរស់នៅប៉ុន្តែឥឡូវដឹងថាមានគេនៅឬក៏អត់ទេប៉ុន្តែកំឡុងពេលដែលគាត់ឡើងទៅលើកឆ្មានឹងដាក់ចុះមកក្រោមណាបន្ទាប់ពីគាត់លើកឆ្មានឹងដាក់ចុះមកក្រោមហើយក៏មានតាចាស់ម្នាក់ដែលគាត់ស្លៀកពាក់ឈុតសហើយកំឡុងពេលហ្នឹងគឺគាត់សម្លឹងមើលមកកាន់ភ័ក្រគឺគួរឲ្យខ្លាចខ្លាំងមែនតើដែលធ្វើឲ្យភ័ក្រគាត់រៀងភ័យគាត់ដាក់ឆ្មាចុះហើយគាត់ប្រុងដើរចេញប៉ុន្តែតាហ្នឹងក៏គាត់បានសេកសួរថាឆ្មាហ្នឹងឆ្មារបស់អ្នកឯងមែនហើយភ័ក្រគាត់អត់មាត់ទេហើយតាហ្នឹងក៏គាត់បន្តថាបើមិនមែនឆ្មារបស់អ្នកឯងកុំចេះប៉ះពាល់របស់គេបន្ទាប់ពីគាត់និយាយចប់ហើយគាត់ក៏បានបន្តដើរចូលទៅក្នុងខ្ទមមួយដែលខ្ទមហ្នឹងនៅខាងក្រោយផ្ទះចាស់ហ្នឹងពេលហ្នឹងគឺភ័ក្រគាត់ស្លាំងកាំងវាមិនគួរបែបហ្នឹងកំឡុងពេលហ្នឹងដែលគាត់មានអារម្មណ៍អត់ល្អពួកឯងយើងជួយសោះបែរជាខុសដែរបន្ទាប់ពីរឿងហ្នឹងរំលងទៅបានប្រហែលជា2-3ថ្ងៃនៅជប់មួយហ្នឹងភ័ក្រហ្នឹងគាត់គេងលក់គាត់ចេះតែមានអារម្មណ៍ថាក្តៅណាចឹងហើយគាត់ក៏បានទៅអង្គុយនៅខាងក្រៅផ្ទះដើម្បីស្រូបយកបរិយាកាសធម្មជាតិចឹងណាកំឡុងពេលដែលគាត់អង្គុយនៅខាងក្រៅហ្នឹងណាគាត់ក៏ឮសំឡេងគេស្រែកឲ្យជួយសំឡេងហ្នឹងសំឡេងមនុស្សស្រីណាគេស្រែកឲ្យជួយផងចឹងទៅចឹងពេលហ្នឹងគាត់ក៏អត់ដឹងថាសំឡេងហ្នឹងមកពីណាគាត់ក៏ប្រឹងតាមស្ដាប់មើលថាសំឡេងហ្នឹងវាចេញមកពីណាពេលដែលគាត់ព្យាយាមស្ដាប់យូរទៅទើបគាត់ដឹងថាសំឡេងហ្នឹងវាចេញមកពីរបងមួយចំហៀងទៀតចឹងហើយគាត់ក៏បានឡើងទៅលើរបងហ្នឹងដើម្បីមើលថាតើនៅមួយចំហៀងទៀតហ្នឹងគេធ្វើអីបានជាមានគេស្រែកឲ្យជួយផងចឹងទៅនៅពេលដែលគាត់ឡើងទៅមើលគាត់ថានៅផ្ទះបុរាណធំហ្នឹងគឺអាងឹតសូនឈឹងតែម្ដងគឺអត់មានបើកពូភ្លើងអីបំភ្លឺទេប៉ុន្តែនៅខ្ទមកាលពីថ្ងៃមុនដែលតាគាត់បានដើរចូលហ្នឹងខ្ទមហ្នឹងគឺវាមានភ្លើងបំភ្លឺហើយភ្លើងដែលបំភ្លឺនៅក្នុងខ្ទមហ្នឹងមិនមែនភ្លើងពូភ្លើងអីទេគឺភ្លើងចង្គៀងប្រេងកាតនៅពេលហ្នឹងគាត់ក៏បានចុះទៅមើលគាត់ចង់ដឹងថានៅក្នុងហ្នឹងគេធ្វើអីបានជាមានគេស្រែកឲ្យជួយអញ្ចឹងព្រោះគាត់ខ្លាចមានគេចាប់ចម្រិតក្មេងអីអញ្ចឹងទៅពេលដែលគាត់ចុះទៅមើលហ្នឹងគាត់ក៏ចាប់ដើមមានអារម្មណ៍ចម្លែកមកគាត់ក៏បានឃើញនារីម្នាក់ហ្នឹងគឺស្អាតខ្លាំងមែនទែនហើយក្មេងប្រហែលជាខ្ទង់អាយុ18-19ឆ្នាំហ្នឹងឯងស្លៀកស្រង់ចងពងហើយកំឡុងពេលដែលគាត់មើលឃើញហ្នឹងស្រាប់តាកាលពីថ្ងៃមុនហ្នឹងគាត់ក៏បានបើកទ្វារចេញពីខ្ទមហ្នឹងមកដែលធ្វើឲ្យភ័ក្រអត់ភ័យគាត់រត់ទៅពួននៅខាងក្រោយដើមឈើធំមួយគាត់ក៏បានមើលឆ្វេងស្ដាំមើលថាមានមនុស្សអត់ចឹងណាតបមកគាត់ក៏បានដើរចូលទៅវិញហើយពេលហ្នឹងភ័ក្រក៏គាត់ភ័យដែរគាត់ភ័យខ្លាចតាហ្នឹងគាត់ឃើញទៀតគាត់ក៏បានផ្លោះលបងឆ្លងទៅដីគាត់ម្ខាងទៀតទៅតបពីរឿងហ្នឹងកើតឡើងស្អែកបន្ទាប់ក៏គាត់នៅតែមានការសង្ស័យចឹងដែរគាត់ឆ្ងល់ថាម្នាក់ស្រីហ្នឹងជាណាគេហេតុអីបានមកនៅក្នុងខ្ទមហ្នឹងហើយចាត់តែស្រីឲ្យគេជួយរហូតតតែយប់ឡើងពេលយប់ឡើងហ្នឹងយប់ហ្នឹងគឺកាន់តែរន្ធត់សម្រាប់គាត់តែម្ដងហើយជាកំឡុងម៉ោង12យប់គាត់ក៏ឮសលេងស្រែកឲ្យជួយនឹងម្ដងទៀតហើយម្ដងហ្នឹងគឺគាត់គេអត់លក់ឯងគាត់ចេះតែអាសាប់អសល់ធ្វើអីក៏អត់កើតគេងអីក៏អត់លក់ដែរហើយពេលហ្នឹងតែគាត់ចេញទៅមើលម្ដងទៀតពេលដែលគាត់ឡើងទៅលើលបងនឹងមើលម្ដងទៀតអ្វីដែលកាន់តែរន្ធត់សម្រាប់គាត់នារីម្នាក់ហ្នឹងគាត់បានឃើញម្ដងទៀតគាត់ថានារីដែលគាត់ឃើញថ្ងៃមុនហ្នឹងគាត់បានដើរជុំវិញខ្ទមនឹងមួយសារទៀតប៉ុន្តែដើរសារនេះគឺគួរខ្លាចខ្លាំងតែម្ដងព្រោះគាត់ដើរជុំវិញខ្ទមហ្នឹងគឺគាត់អត់មានក្បាលទេពេលដែលគាត់ឃើញហេតុការណ៍មួយហ្នឹងព្រោះអយក្បាលដៃជើងកម្រើកអត់ចង់រួចទេចឹងហើយដែលធ្វើឲ្យភ័ក្រគាត់ភ្ញាក់ទាល់តែធ្លាក់ពីលើលបងហ្នឹងមកពេលហ្នឹងគាត់ក៏ភ័យខ្លាំងដែរគាត់ដឹងតែមួយមុខគាត់គឺឡើងទៅលើក្រែហើយសង្ងំគេងគឺគាត់ទាញភួយទាញអីយកមកឃ្លុំខ្លួនគាត់កុំឲ្យចេញជើងចេញដៃអស់ហើយរហូតតតែស្អែកឡើងរៀនក៏គាត់បានទៅរៀនដែរហើយសំបីតែពេលទៅធ្វើការគាត់បានទៅធ្វើការដែរពេលហ្នឹងគឺគាត់សង្ងំនៅក្នុងបន្ទប់របស់គាត់ណាគាត់អត់ចេញទៅក្រៅទាំងអស់រហូតតែរំលងបាន2ថ្ងៃបន្ទាប់ទៀតទើបគាត់មានអារម្មណ៍ថាធូរស្រាលគាត់ក៏ចង់ដឹងថាវាមានរឿងអីកើតឡើងហេតុអីបានគេឲ្យគាត់ឃើញអញ្ចឹងហើយទើបគាត់ផ្លត់បងឆ្លងទៅដីម្ខាងទៀតគាត់ថាពេលដែលគាត់ឆ្លងទៅដល់ខាងមុខខ្ទមហ្នឹងហើយពេលហ្នឹងគឺម៉ោង9យប់គាត់ទៅទាំងយប់ទៀតខ្ញុំឆ្ងល់គាត់ដែរហេតុអីគាត់មិនទៅពេលថ្ងៃគាត់ទៅពេលយប់ដើម្បីឲ្យតានឹងគាត់សម្រាប់លក់បើសិនជាគាត់ទៅពេលថ្ងៃច្បាស់ជាតានឹងឃើញគាត់ទៀតចឹងគាត់នឹងទៅពេលយប់នៅពេលដែលគាត់ទៅពេលយប់ហ្នឹងគាត់ថាពេលដែលគាត់បើកទ្វារខ្ទមហ្នឹងឡើងអ្វីដែលរន្ធត់សម្រាប់គាត់គឺក្តារមកឈូនៅកណ្ដាលខ្ទមហ្នឹងតែម្ដងពេលហ្នឹងគឺគាត់ភ័យខ្លាំងមែនទែនប៉ុន្តែហេតុតែគាត់ចង់ដឹងថានៅក្នុងហ្នឹងមានអីហើយពេលហ្នឹងគាត់បានលោបចូលទៅបន្តិចដងដើម្បីតែបើកមើលក្នុងមកឈូហ្នឹងណាចង់ដឹងថាក្នុងហ្នឹងវាមានអីនៅពេលដែលគាត់បើកមកឈូហ្នឹងមើលសតែក្រងឆ្អឹងទេតែធ្វើឲ្យគាត់កាន់តែតក់ស្លុតខ្លាំងមែនទែនគាត់ថាក្រងឆ្អិនដូចជាមនុស្សស្រីដែលថ្ងៃមុនគាត់បានឃើញអញ្ចឹងគឺគាត់ពាក់អាវយឺតដៃខ្លីហើយចងពងជាមួយនឹងសរងគឺដូចបែកដាក់ត្មងហើយពេលហ្នឹងតែធ្វើឲ្យគាត់កាន់តែតក់ស្លុតហើយគាត់ផ្លោះលបងដឹងថាខ្ពស់ឯងគឺដើម្បីរត់ទៅប្រាប់ម្ដាយមិញឪពុកមារបស់គាត់ដើម្បីឲ្យគាត់ដឹងថានៅក្នុងខ្ទមខាងក្រោយដីរបស់គាត់ហ្នឹងណាមានគេលាក់សាក់សពហើយតតែស្អែកឡើងទៅប៉ូលីសគេចុះមកវាស់វែងណាហើយគេក៏បានចាប់បរិសុទ្ធចំណាស់ម្នាក់ហ្នឹងហើយបន្ទាប់ពីគេចាប់ខ្លួនគាត់ហើយគាត់ក៏បានសារភាពគាត់ថានារីវ័យក្មេងហ្នឹងគឺជាប្រពន្ធរបស់គាត់ហើយគាត់ស្រឡាញ់ខ្លាំងមែនទែនប៉ុន្តែ
អ្វីដែលធ្វើឲ្យគាត់កាន់តែខឹងទៅលើនារីម្នាក់ហ្នឹងណាគាត់ថាគាត់បានមករស់នៅផ្ទះចាស់នឹងជាមួយគ្នាបាន2ឆ្នាំនារីម្នាក់ហ្នឹងហាក់បីដូចជាអស់ចិត្តពីគាត់បន្តថានារីហ្នឹងឈប់ស្រឡាញ់គាត់ពួកអីគាត់សង្ស័យថានារីហ្នឹងលួចលាក់មានថ្មីហើយគាត់ចេះតែទាមទារចង់ទៅស្រុកកំណើតវិញពេលហ្នឹងឯងបរិសចំណាស់ហ្នឹងគាត់ក៏បានឃុំឃាំងនារីហ្នឹងមិនឲ្យទៅស្រុកកំណើតវិញទេហើយបើទោះបីជាគ្រួសាររបស់នារីម្នាក់ហ្នឹងតែងតែសួរនាំពីគាត់ពីសុខទុក្ខចឹងហើយគាត់តែងតែលាក់វាំងរហូតប្រពន្ធគាត់នឹងសុខសប្បាយទេអត់អីទេកុំឲ្យម្ដាយក្មេកនិងឪពុកក្មេករបស់គាត់ព្រួយបារម្ភប៉ុន្តែផ្ទុយទៅវិញគាត់បែរជាឃុំនារីម្នាក់ហ្នឹងនៅក្នុងខ្ទមតែម្នាក់ឯងឃុំរហូតទាល់តែគាត់ស្លាប់ហើយបន្ទាប់ពីគាត់ស្លាប់ហើយគាត់ក៏បានរៀបចំពិធីដើម្បីឃុំវិញ្ញាណនារីម្នាក់ហ្នឹងកុំឲ្យចេញទៅណាឃុំនៅក្នុងមឈូសហ្នឹងឃុំនៅក្នុងខ្ទមចាស់ហ្នឹងតែម្ដងចឹងហើយដែលធ្វើឲ្យវិញ្ញាណនារីម្នាក់ហ្នឹងនៅវល់នៅជុំវិញហ្នឹងណាបន្ទាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងបានបែកការហើយគ្រួសាររបស់នារីវ័យក្មេងដែលជាប្រពន្ធរបស់តាដែលមានវ័យចំណាស់ហ្នឹងពួកគាត់ក៏បានមកទទួលដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីអញ្ចឹងទៅហើយរឿងទាំងអស់ហ្នឹងបន្ទាប់ពីគាត់ឆ្លងកាត់ហើយគាត់ក៏ជឿថាមានវិញ្ញាណពិតប្រាកដមែនហើយគាត់ក៏សប្បាយចិត្តដែរដែលនារីម្នាក់ហ្នឹងបានមកប្រាប់គាត់ដើម្បីឲ្យគាត់បានជួយសង្គ្រោះពីការឃុំឃាំងរបស់អ្នកដទៃណាហើយរឿងរ៉ាវទាំងអស់នេះគឺជាបទពិសោធន៍មួយល្អខ្លាំងមែនទែនដែលគាត់បានចែកម្លែកមកកាន់បងប្អូនយើងទាំងអស់គ្នាដើម្បីជៀសវាងកុំឲ្យមានហេតុការណ៍ទាំងអស់ហ្នឹងកើតឡើងម្ដងទៀតដែលជាសោកនាដកម្មមួយដែលបង្កឡើងដោយភ្លើងប្រច័ណ្ឌណាចឹងហើយពីខ្ញុំទៅវិញបើសិនជាគេអស់ចិត្តហើយយើងលះបង់យើងដោះលែងគេទៅបងប្រុសម្នាក់គាត់ធ្វើការនៅខាងផ្នែកសង្គ្រោះបន្ទាន់ហើយការងាររបស់គាត់គឺជាការងារស្ម័គ្រចិត្តចឹងហើយខ្ញុំស្មើគាត់ថាបងឌឿនហើយនៅកន្លែងការងារអ្នកដែលគាត់ស្និទ្ធស្នាលជាងគេគឺជាឃីមនឹងឯងជាឃីមគាត់ធ្វើការនៅខាងផ្នែកសង្គ្រោះបន្ទាន់ដូចគ្នាអញនិយាយថាគាត់ជារៀមច្បងហើយពួកអីគាត់ចូលមកដំបូងក៏ជាអ្នកស្ម័គ្រចិត្តដូចគ្នាដែរប៉ុន្តែបច្ចុប្បន្នគឺគាត់បានចូលជាបុគ្គលិកពេញសិទ្ធិហើយចឹងហើយគាត់តែងតែណែនាំឬក៏ចែករំលែកនៅបទពិសោធន៍ថ្មីទៅកាន់បងឌឿនចឹងហើយជាឃីមហើយនឹងបងឌឿនគាត់មានពេលវេលាអាចស្និទ្ធស្នាលគ្នាបានច្រើនខ្លាំងមែនទែនហើយនៅថ្ងៃមួយហ្នឹងក៏មានករណីស្ត្រីមានផ្ទៃពោះម្នាក់បានជួបពពាក់ធ្វេសហេតុទៅគាត់ស្លាប់អញ្ចឹងហើយនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខ្ញុំសូមមិនលម្អិតទេបន្ទាប់ពីរៀបចំឯកសាររួចរាល់ហើយរំពេចហ្នឹងក៏គាត់ឃើញទូរស័ព្ទរោហើយអ្នកដែលបានខលមកកាន់គាត់ហ្នឹងគឺចែកឃីមនឹងឯងពេលហ្នឹងចែកឃីមក៏គាត់បានខលមកកាន់បងឌឿននិយាយជាលក្ខណៈឯកជនណាពេលហ្នឹងឯងដែលចែកឃីមគាត់បានបបួលបងឌឿនឲ្យចូលរួមធ្វើនៅព្រេងខ្មោចជាមួយនឹងគាត់ណាពេលហ្នឹងគាត់ក៏មានអារម្មណ៍ថាស្ទាក់ស្ទើរដែរដោយសារតែគាត់រដែរលឺគាត់រដែរជួបប្រទាំងពួកអីនៅសម័យនេះគ្មានណាគេធ្វើព្រេងខ្មោចឬមួយក៏ព្រេងព្រាយអីចឹងទេប៉ុន្តែពេលហ្នឹងក៏គាត់គិតថាគាត់ចង់សាកល្បងពួកអីវាជាបទពិសោធន៍ថ្មីសម្រាប់គាត់ដែរហើយក៏គាត់ចង់ដឹងពីពិធីដែលគេរៀបចំថាគេធ្វើបែបម៉េចចឹងទៅពេលហ្នឹងឯងដែលគាត់បានសួរទៅកាន់ចាឃីមវិញថាតម្រូវគាត់ជួយដោយរបៀបម៉េចហើយធ្វើដោយរបៀបណាចឹងទៅពេលហ្នឹងឯងដែលចាឃីមគាត់បានប្រាប់ឲ្យបងឌឿនទៅកន្លែងទុកសពទៅដើម្បីគាត់ប្រាប់ហើយជាមួយនឹងការងារដែលបងឌឿនគាត់ត្រូវធ្វើហើយនៅពេលដែលគាត់ចូលទៅដល់កន្លែងទុកសពស្ត្រីហ្នឹងពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយគាត់ពិតជាសោកស្ដាយខ្លាំងមែនទែនចំពោះប្តីរបស់គាត់ដែលបានបាត់បង់ប្រពន្ធជាទីស្រឡាញ់ហើយជាមួយនឹងកូនផងដែរបន្ទាប់ពីបានមើលសាកសពរួចអ្នកទាំងពីរក៏បានឲ្យលុយខ្លះទៅកាន់មន្ត្រីដែលបានជាមនៅទីតាំងហ្នឹងណាចាឃីមក៏គាត់ឲ្យបងឌឿនហ្នឹងទៅចាំផ្លូវនៅខាងក្រៅហើយគាត់នៅខាងក្នុងដើម្បីរៀបចំពិធីធ្វើព្រេងខ្មោចហ្នឹងឯងហើយរំពេចហ្នឹងដែរបងឌឿនក៏គាត់ចង់ដឹងថាតើពិធីដែលគេរៀបចំធ្វើព្រេងខ្មោចហ្នឹងដោយរបៀបម៉េចគាត់ក៏បានប្រាប់ថាកន្លែងដែលគេរៀបចំពិធីហ្នឹងណានៅខាងក្នុងហ្នឹងដូចរឿងកុនអញ្ចឹងពូលរឿងភ្លឹបផ្លែតហើយទ្វារកន្លែងគេទុកសពហ្នឹងវាបិទបើកខ្លួនឯងដោយសារតែគាត់មិនដែលជួបនៅព្រឹត្តិការណ៍ឬមួយក៏រឿងហេតុទាំងអស់ហ្នឹងណាធ្វើឲ្យគាត់មានអារម្មណ៍ថាភាំងហ្មងពេលដែលគេរៀបចំពិធីហ្នឹងរួចរាល់ណាចាឃីមក៏គាត់បានចេញមកក្រៅមកហៅឲ្យបងឌឿនហ្នឹងគាត់ចូលទៅក្នុងដើម្បីជួយរៀបចំពិធីនិងរៀបចំសពរបស់គាត់យកទៅទុកកន្លែងដើមហើយពេលហ្នឹងឯងដែលចាឃីមគាត់និយាយប្រាប់មកកាន់បងឌឿនថាចាំគាត់ឲ្យព្រេងខ្មោចហ្នឹងខ្លះដើម្បីគាត់ប្រើការអញ្ចឹងទៅហើយបងឌឿនក៏គាត់បាននិយាយអីច្រើនដែរគាត់ក៏បានរៀបចំឬមួយក៏ជួយលើកសពហ្នឹងទៅដាក់កន្លែងដើមវិញហើយគាត់ពិតជាមានវិបដិសេរីខ្លាំងមែនទែនដែលមិនគួរនឹងធ្វើរឿងទាំងអស់ហ្នឹងណាហើយរឿងទាំងអស់ហ្នឹងឯងដែលធ្វើឲ្យគាត់ចងចាំរហូតមកដល់ឥឡូវហ្នឹងឯងបន្ទាប់ពីថ្ងៃហ្នឹងមកគាត់ថាគាត់អត់ដែរឃើញចាឃីមហ្នឹងមកធ្វើការទេពីមួយថ្ងៃទៅមួយថ្ងៃគាត់អត់ដឹងថាចាឃីមហ្នឹងគាត់កើតអីគាត់មានរឿងអីហើយគាត់ពិតជាបារម្ភពីចាឃីមហ្នឹងខ្លាំងមែនទែនប៉ុន្តែគាត់អត់ដឹងថាតែធ្វើម៉េចណាហើយរហូតទាល់ទៅដល់សប្តាហ៍ទី2ទើបចាឃីមហ្នឹងគាត់បានខលមកកាន់បងឌឿនណាដើម្បីឲ្យបងឌឿនហ្នឹងគាត់ទៅយកប្រេងដូងហ្នឹងប៉ុន្តែគាត់អត់ចង់បានប្រេងដូងហ្នឹងទេពួកអីអ្វីដែលគាត់ព្រួយបារម្ភខ្លាំងគឺអត់ឃើញចាឃីមហ្នឹងគាត់មកធ្វើការពួកអីគាត់តែងតែបារម្ភអ្នករួមអាជីពឬមួយក៏រួមការងារជាមួយគ្នាពេលចប់ការងារគាត់តែងតែទៅញ៉ាំអីជុំគ្នាឬមួយក៏ចែករំលែកនៅបទពិសោធន៍ជីវិតជាមួយគ្នាអញ្ចឹងទៅពេលហ្នឹងឯងដែលចាឃីមគាត់ប្រាប់ឲ្យបងឌឿនហ្នឹងទៅកាន់ផ្ទះរបស់គាត់ដើម្បីទៅ
យកប្រេងដូងហ្នឹងហើយនៅពេលហ្នឹងដែរបងឌឿនក៏គាត់មានអារម្មណ៍ថាចម្លែកអីដែរគាត់ក៏ទៅយកប្រេងដូងដូចធម្មតាអញ្ចឹងណាហើយនៅពេលដែលគាត់ទៅហ្នឹងគាត់ក៏បានទិញអីយកទៅញ៉ាំហើយជាមួយនឹងស្រា2 3ដបអីទៅញ៉ាំជុំគ្នាអញ្ចឹងទៅគាត់ថាកំឡុងពេលដែលគាត់ញ៉ាំជុំគ្នាហ្នឹងគឺសប្បាយខ្លាំងមែនទែនដូចគ្រួសារមួយអញ្ចឹងណាហើយបើអ្នកអត់ដឹងទេអាចថាអ្នកទាំងពីរហ្នឹងជាគូស្នេហ៍អញ្ចឹងទៅពួកអីមើលទៅគាត់ស្និទ្ធស្នាលខ្លាំងមែនទែនតែតាមពិតគាត់មិនមែនជាគូសង្សារអីគ្នាទេគាត់គ្រាន់តែជាមិត្តរួមការងារគ្នាអញ្ចឹងទៅដោយសារតែចាគីមគាត់មានគូតតឹងរួចហើយបងឌឿនក៏គាត់ដឹងដែរថាចាគីមហ្នឹងគាត់មានគូតតឹងហើយគាត់ស្រឡាញ់គូតតឹងគាត់ខ្លាំងណាស់នៅពេលដែលគាត់និយាយគ្នាអញ្ចឹងគាត់តែងតែប្រាប់និងចែករំលែកនៅរឿងរ៉ាវទាំងអស់ហ្នឹងទៅកាន់បងឌឿនណាតបពីញ៉ាំបានមកស្ទុះគាត់ក៏បានហុចប្រេងដូងហ្នឹងទៅកាន់បងឌឿនហើយគាត់ប្រាប់ពីរបៀបប្រើថាយើងយកប្រេងដូងហ្នឹងទៅលាបលើមនុស្សដែលយើងស្រឡាញ់ទៅឬក៏យើងអាចដាក់នៅក្នុងទឹកដើម្បីឲ្យគាត់ញ៉ាំក៏បានដែរក្រោយពីផឹកបានមួយសន្ទុះបងឌឿនក៏គាត់សុំចេញទៅមុនព្រោះអីពេលព្រឹកគាត់ត្រូវប្រជុំហើយគាត់ក៏អត់និយាយអីច្រើនដែរគាត់ផ្ដាំគ្នាទៅវិញសុវត្ថិភាពតាមផ្លូវអីចឹងទៅពេលទៅដល់ខមកប្រាប់ផងចឹងណានៅពេលដែលគាត់ត្រឡប់ទៅដល់ផ្ទះគាត់ក៏បានរៀបចំកៅអៅអីទុកដាក់ដូចធម្មតាចឹងហើយប្រេងដូងក៏គាត់ទុកនៅលើក្បាលគ្រែនឹងដែរស្រាប់តែគាត់ប្តីខ្លួនទៅលើគ្រែបានមិនតិចទូរស័ព្ទរបស់គាត់ក៏រោឡើងពេលហ្នឹងគាត់ក៏បានលើកយកមកនិយាយហើយគាត់ក៏ដឹងច្បាស់ដែរថាទូរស័ព្ទដែលអ្នកខលមកហ្នឹងគឺជាឃីមពេលហ្នឹងឯងគាត់ក៏លើកនិយាយដូចធម្មតាអញ្ចឹងប៉ុន្តែអ្វីដែលកាន់តែភ្ញាក់ផ្អើលសម្រាប់គាត់ទៀតណាចាឃីមហ្នឹងប្រាប់គាត់ថាគាត់មកដល់ក្រុមបន្ទប់គាត់ហើយអ្វីដែលគាត់មិននឹកស្មានដល់ហ្នឹងគឺគាត់ទៅតែមកដល់ផ្ទះចាគីមមកដល់ក្រុមដែរនៅពេលហ្នឹងឯងដែលធ្វើឲ្យគាត់រៀងស្រឡាំងកាំងដែរណាប៉ុន្តែអ្វីដែលកើតឡើងបន្ទាប់កាន់តែធ្វើឲ្យគាត់តក់ស្លុតជាងនឹងទៀតនៅពេលដែលចាគីមចូលមកដល់បន្ទប់របស់បងឌឿនណារំពេចនឹងទំនាក់ទំនងរបស់អ្នកទាំងពីរហ្នឹងគឺផ្លាស់ប្ដូរថ្មីតែម្ដងហើយគាត់ក៏បានបន្តទៀតថាចាគីមហ្នឹងគាត់បានលួចស្រឡាញ់យូរហើយតាំងពីពេលគាត់ចូលធ្វើការងារតពងហើយឥឡូវហ្នឹងក៏ចាប់ផ្ដើមមានតំណែងល្អប្រសើរអញ្ចឹងទៅពេលហ្នឹងចាគីមក៏គាត់ចូលមកអោបបងឌឿនគាត់ក៏ចាប់ផ្ដើមវាយឡើងជាមួយគ្នាអញ្ចឹងទៅហើយកំឡុងពេលដែលគាត់ប្រតិបត្តិការហ្នឹងណាអ្វីដែលចម្លើយសម្រាប់បងឌឿនខ្លាំងមែនតែនពេលដែលគាត់សម្លឹងមើលទៅមុខរបស់ចាគីមហ្នឹងដូចជាស្ត្រីដែលបានជួបបដិវត្តហេតុហើយស្លាប់នៅមន្ទីរពេទ្យដែលគាត់បានធ្វើពិធីព្រេងខ្មោចបងប្អូនចាំអីចំណុចហ្នឹងគឺដូចបេះដាក់តែហ្មងពេលហ្នឹងដែលគាត់សុំចាគីមសម្រាប់បន្តិចបន្ទាប់មកគាត់ក៏ចាប់តាមបន្តទៀតប៉ុន្តែអ្វីដែលគាត់បន្តហ្នឹងវាមិនមែនជាលើកទី1ទី2ទី3វាច្រើនដងណាពេលហ្នឹងដែលគាត់អស់កម្លាំងខ្លាំងមែនតែនហើយគាត់ក៏បានបដិសេធគាត់ឈប់អីគាត់លេងបន្តទៀតអីប៉ុន្តែរំពេចហ្នឹងគាត់ស្រែកយំខ្លាំងមែនតែនធ្វើឲ្យបងឌឿនគាត់ព្រឺក្បាលហ្មងទោះជាបងឌឿនគាត់ប្រឹងនិយាយយ៉ាងណាក៏គាត់នៅតែបន្តយំរហូតដែរគាត់យំរហូតពេលហ្នឹងឯងដែលបងឌឿនគាត់ដាច់ចិត្តគាត់ប្រាប់រឿងរ៉ាវទាំងអស់ណាគាត់ថាប្រេងខ្មោចដែលចាគីមឲ្យមកកាន់គាត់ហ្នឹងគាត់បានលួចដាក់ទៅក្នុងស្រារបស់គាត់ចឹងហើយគាត់គិតថាចាគីមហ្នឹងអត់បានស្រឡាញ់គាត់មែនទេដោយសារតែប្រេងខ្មោចហ្នឹងទៅដឹងបានចាគីមហ្នឹងគាត់ស្រឡាញ់គាត់ចាគីមក៏គាត់បានដើរទៅយកខាងមុខហើយគាត់ក៏បានសួរទៅកាន់បងឌឿនថាបងឌឿនហ្នឹងស្រឡាញ់គាត់អត់ហើយបងឌឿនក៏គាត់ប្រាប់ថាគាត់ស្រឡាញ់ខ្លាំងគាត់សឹងតែបាត់មុខអត់បានអ្វីដែលតក់ស្លុតសម្រាប់បងឌឿនខ្លាំងមែនតើគឺចាគីមគាត់បានលោតចុះពីលើយ៉ហ្នឹងតែម្ដងដែលធ្វើឲ្យមនុស្សនៅខាងក្រោមគាត់ឆោឡោកស្អែកថាមានមនុស្សធ្លាក់ពីលើអាគារអញ្ចឹងណាគាត់ដឹងថាត្រូវធ្វើម៉េចអ្វីដែលគាត់ទទួលយកអត់បានមនុស្សជាទីស្រឡាញ់របស់គាត់បានធ្វើអត្តឃាតនៅនឹងមុខគាត់ស្រស់តែម្ដងចឹងហើយពេលហ្នឹងដែលគាត់ធ្វើអីអត់ចេញហ្មងបន្ទាប់ពីរឿងហែទាំងអស់ហ្នឹងបានកើតឡើងហើយគ្រួសារសពក៏បានយកសាកសពទៅបូជាឬមួយក៏ធ្វើបុណ្យតាមប្រពៃណីហើយប៉ូលីសក៏គេធ្វើសកលវិច័យដឹងថាចាគីមហ្នឹងគាត់ធ្វើអត្តឃាតដោយខ្លួនឯងព្រោះដោយសារតែមានកាមេរ៉ាសុវត្ថិភាពនៅខាងមុខអគារហ្នឹងប៉ុន្តែបន្ទាប់ពីព្រឹត្តិការណ៍ទាំងអស់ហ្នឹងបានកើតឡើងហើយបងឌឿនគាត់មានអារម្មណ៍អត់ស្ងប់ទេសូម្បីតែពេលដែលគាត់ទៅធ្វើការក៏អារម្មណ៍អត់មូលដែរវាតែងតែមានអារម្មណ៍មួយថាដូចមានគេតាមគាត់ឆេឆាវគាត់ឲ្យគាត់ធ្វើការកើតចឹងណាពេលហ្នឹងឯងទៅគាត់សម្រេចចិត្តលាលែងពីកន្លែងការងារតែម្ដងទៅបន្ទាប់ពីគាត់ឈប់ពីការងារគាត់ក៏ត្រឡប់ទៅស្រុកកំណើតរបស់គាត់ធ្វើស្រែចម្ការដូចធម្មតាចឹងទៅហើយបើទោះបីជាគាត់គេចទៅនៅស្រុកកំណើតក៏ដោយក៏គាត់តែងតែមានអារម្មណ៍ថាចាគីមនឹងនៅក្បែរគាត់រហូតទាំងក្នុងយល់សពទាំងខាងក្រៅគឺតែងតែនៅក្បែរចនិចគាត់តែងតែមកប្រាប់ថាស្រឡាញ់គាត់រាល់ថ្ងៃដែលធ្វើឲ្យគាត់មានអារម្មណ៍ថានឿយហត់ខ្លាំងមែនទែនជាមួយនឹងរឿងទាំងអស់ហ្នឹងណាដែលធ្វើឲ្យគាត់សឹងតែធ្វើអត្តឃាតខ្លួនឯងតែម្ដងហើយគាត់ក៏តែងតែគិតថាទាំងអស់ហ្នឹងប្រហែលជាកម្មផលដែលគាត់ត្រូវទទួលប៉ុន្តែអ្វីដែលគាត់ចង់ប្រាប់កាន់យើងទាំងអស់គ្នាហើយក៏ជាសារមួយដាស់តឿនទៅកាន់អ្នករាល់គ្នាកុំឲ្យជាប់ពាក់ព័ន្ធនឹងរឿងទាំងអស់ហ្នឹងណាមិនថាសម័យណាក៏ដោយព្រោះអីវានៅតែបន្តមានហើយក៏កាន់តែសាហាវជាងមុនទៅទៀតហើយបងប្អូនយើងទាំងអស់គ្នាខ្លះក៏បានឮនិងបានដឹងខ្លះៗពី
ពីបញ្ហាទាំងអស់ហ្នឹងប៉ុន្តែអត់ដែលជួបប្រទះហើយក៏ជាសារជាចំណេះដឹងមួយទៅកាន់បងប្អូនយើងដើម្បីជៀសផុតឆ្ងាយពីរឿងរ៉ាវទាំងអស់ហ្នឹងណាពួកអីបើសិនជាបងប្អូនយើងជឿទៅលើកម្មផលតែយើងប្រព្រឹត្តល្អទទួលបានល្អប្រព្រឹត្តអាក្រក់គឺទទួលបានអាក្រក់ចឹងហើយបងប្អូនអរគ្នាកុំភ្លេចជួយចុច like និង subscribe ដើម្បីជាកម្លាំងចិត្តមកដល់រូបខ្ញុំបាទផលិតនិងចែករំលែកនៅវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតសូមអរគុណ